ចំណុចទី1ខ្ញុំសូមបញ្ជាក់ថាមិនមែនលោកហ៊ុនសែននៅពីក្រោយលោកជិនស៊ីទេប៉ុន្តែគឺលោកហ៊ុនសែននិងលោកជិនស៊ីនឹងជាសហការីក្នុងបណ្ដាញអក្រិតកម្មឆ្លងដែននឹងតែម្ដងខ្ញុំនិយាយបែបនេះមិនមែនស្រមើស្រមៃទេខ្ញុំបាន13ទំព័រនៅក្នុងរបាយការណ៍នឹងបញ្ជាក់ច្បាស់ណាស់ថាលោកហ៊ុនសែនគឺជាសហការីឬក៏ជាមេបណ្ដាញរួមជាមួយលោកជិនស៊ីនៅក្នុងការប្រព្រឹត្តអក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជារួមទាំងការឆបោកតាមអនឡាញហ្នឹងខ្ញុំសូមរំលឹកបន្តិចក្នុងឆ្នាំ2014មានការកម្ចាត់អក្រិតកម្មឆ្លងដែននៅឯប្រទេសចិនអក្រិតកម្មតាមអនឡាញអីជាដើមម្ល៉េះហើយក៏ហ៊ាមកប្រទេសកម្ពុជានោះជាឱកាសដែលលោកហ៊ុនសែននិងជេនស៊ីបានសហការគ្នានៅក្នុងការបង្កើតអក្រិតកម្មឆ្លងដែនដោយប្រើមូលដ្ឋានប្រទេសកម្ពុជានឹងរហូតដល់ឆ្នាំ2016នៅប្រទេសកម្ពុជាដើម្បីឲ្យបណ្ដាញអក្រិតកម្មឆបោកតាមអនឡាញនឹងដំណើរការទៅល្អគេដំឡើងអ៊ីនធឺណិតរហូតដល់ 4G ជាបន្តបន្ទាប់ 5G ហើយឆ្នាំ2017ដើម្បីឲ្យដំណើរការអក្រិតកម្មឆ្លងដែនរបស់គេការលាងលុយកខ្វក់ការជួញដូរមនុស្សមានដំណើរការល្អគេបានរំលាយគណៈបកសង្គ្រោះជាតិពីព្រោះប្រសិនបើទុកគណៈបកសង្គ្រោះជាតិដំណើរការអក្រិតកម្មឆ្លងដែនហ្នឹងមិនងាយដំណើរការល្អទេពីព្រោះគណៈបកសង្គ្រោះជាតិមានសមាជិកនៅគ្រប់មូលដ្ឋានហើយមានតំណាងរាស្ត្ររហូតដល់55រូបម្ល៉េះហើយគណៈបកសង្គ្រោះជាតិអាចជួយទប់ស្កាត់បានតាមរយៈសកម្មភាពរបស់ខ្លួនដូច្នេះលោកហ៊ុនសែនដឹងច្បាស់ណាស់គឺរំលាយគណៈបកសង្គ្រោះជាតិដើម្បីដំណើរការអក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាការជួញដូរមនុស្សការលាងលុយកខ្វក់រួមទាំងការឆបោកតាមអនឡាញហ្នឹងឆ្នាំ2018តាមរបាយការណ៍របស់ Humanity Research Consultancy ក៏បាននិយាយច្បាស់ថាបណ្ដាញអក្រិតកម្មឆ្លងដែនហ៊ុនសែនជេនស៊ីហ្នឹងណាបានคล้ายទៅជាម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា Economic Engine របាយការណ៍នឹងនិយាយច្បាស់រហូតដល់ឆ្នាំ2019ដល់ឆ្នាំ2021សម័យ COVID ហ្នឹងណាសម័យ COVID ជាសម័យដែលលោកហ៊ុនសែនរលួយបានច្រើនណាស់ពីអក្រិតកម្មឆ្លងដែនយើងអត់ដឹងទេពីព្រោះសម័យ COVID ហ្នឹងគេបានបិទទាំងអស់រួចហើយលោកហ៊ុនសែនជាមួយលោកជិនស៊ីបណ្ដាញអក្រិតកម្មឆ្លងដែនរបស់គាត់ហ្នឹងបានយកផ្ទះសំណាក់សន្តាគារហើយនឹងបនលបែងកាស៊ីណូនៅទូទាំងប្រទេសច្រើនណាស់ឲ្យคล้ายទៅជាមជ្ឈមណ្ឌលសម្រាប់ធ្វើការឆបោកនៅក្នុងប្រទេសកម្ពុជានិងទូទាំងពិភពលោកដូច្នេះសម័យ COVID ជាសម័យដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតក្រុមគ្រួសារហ៊ុនរកលុយបានច្រើនបំផុតត្រង់ហ្នឹងហើយដែលលោកហ៊ុនសែននិយាយដដែលថាគាត់មិនខ្លាចសហរដ្ឋអាមេរិកឬក៏សហភាពអឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធទេគាត់អត់ខ្វះលុយឡើយគាត់អត់ខ្វះលុយមែនគឺលុយដែលគាត់រកស៊ីនៅក្នុងបណ្ដាញអក្រិតកម្មឆ្លងដែនហ្នឹងបាទសូមកាត់ប្រសាសន៍លោកកឹមសុខទៅនឹងបន្តិចខ្ញុំក៏បានអានរបាយការណ៍ច្រើនដែរការដែលថាលោកហ៊ុនសែនហើយនឹងជេនស៊ីនេះរកលុយបានច្រើននេះតែការរកលុយនឹងរកលុយបានមកសម្រាប់តែក្រុមគ្រួសារតកូលហ៊ុននឹងទេឬមួយក៏ចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិខ្មែរនឹងដែរយើងដឹងហើយប្រទេសផ្ដាច់ការមួយចំនួនមាននៅកូរ៉េខាងជើងអីជាដើមក៏រកស៊ីប្រព្រឹត្តអំពើអក្រិតកម្មឆោបបោកលាងលុយក៏ខ្វក់បោះពុំលុយខ្លាំងៗអីហ្នឹងក៏សម្បើមណាស់ក៏ប៉ុន្តែបានយកលុយនឹងមកចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិរបស់ប្រទេសកូរ៉េខាងជើងក៏ប៉ុន្តែករណីលោកហ៊ុនសែនវិញតើការរកស៊ីចូលគ្នានេះលុយនឹងយើងឃើញប្រកាសថាហឺហាហួសហេតុពេកណាស់ក្រុមគ្រួសារតកូលហ៊ុននេះទាំងកូនបកើតទាំងកូនប្រសាអីហ្នឹងគឺថាមួយថ្ងៃនឹងបង្ហាញតែទ្រព្យសម្បត្តិបង្ហាញតែសម្លៀកបំពាក់បង្ហាញតែភាពហឺហានោះទេហើយខ្ញុំនឹកឃើញដល់សម័យ pandemic សម័យដែលមានជំងឺឆ្លង COVID ហ្នឹងសូម្បីតែចៅរបស់លោកហ៊ុនសែនមួយនៅប្រទេសជាប់នៅប្រទេសអូស្ត្រាលីនៅកាលហ្នឹងស្អីគេហ៊ុនអូស្ត្រាលីហ៊ុនបញ្ញបុត្រនោះក៏លោកហ៊ុនសែននឹងតាក់ទងគ្នាជាមួយនឹង Gen Z នឹងបញ្ជូនកប៉ាល់ហោះមួយណាកប៉ាល់ហោះឯកជនមួយគ្រាន់តែទៅដឹកចៅរបស់លោកហ៊ុនសែនម្នាក់ហ្នឹងដូច្នេះ Gen Z នឹងក៏បុកលុយសុកលុយនឹងច្រើនសម្បើមណាស់រហូតដល់លោកហ៊ុនសែនក៏ងឹតបុកអស់ហើយគឺថា Gen Z ធ្វើអីក៏បានដែរបកអក្រិតកម្មបែបណាក៏ដោយក៏បានដែរក៏ប៉ុន្តែសំណួរមកខ្ញុំតើមានភស្តុតាងណាតែលោកហ៊ុនសែនក្រៅតែពីបំពន់ភាពហឺហាក្រុមគ្រួសារតកូលហ៊ុនហ្នឹងតើអាចយកលុយនឹងមកចាក់ចូលដូចមេអក្រិតកម្មមេដឹកនាំប្រទេសផ្ដាច់ការដទៃទៀតដូចកូរ៉េខាងជើងអីដែរទេឬមួយក៏យកមកសម្រាប់មានតែរបាយការណ៍ដែលគេនិយាយអំពីការប្រមូលលុយនោះដើម្បីចិញ្ចឹមគណៈបកប្រជាជនកម្ពុជាជាពិសេសរបាយការណ៍របស់អង្គការសហប្រជាជាតិនិយាយអត់ច្បាស់ទេរបាយការណ៍អង្គការសហប្រជាជាតិប៉ុន្តែរបាយការណ៍របស់ Humanity Research Consultancy គេនិយាយច្បាស់
គេនិយាយថាគណៈបកប្រជាជនកម្ពុជានៅពីក្រោយឬក៏ជាស្ថាប័ននៃការធ្វើបណ្ដាញអក្រិតកម្មឆ្លងដែននឹងតែម្ដងហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគេមិននិយាយឈ្មោះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតទេប៉ុន្តែគេនិយាយថាគណៈបកប្រជាជនកម្ពុជាដែលធ្វើជាមេបណ្ដាញហ្នឹងប្រមូលលុយយកមកចិញ្ចឹមអំណាចគណៈបកប្រជាជនកម្ពុជាហើយនឹងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដូច្នេះបើយើងផ្អែកតាមរបាយការណ៍នេះគឺមានន័យច្បាស់ណាស់ថាលុយដែលគេធ្វើបានពីអក្រិតកម្មឆ្លងដែននោះមិនចាក់ចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទេមិនជួយប្រជាពលរដ្ឋខ្មែរទេគេអាចយកតិចតួចដែរទៅជួយប្រជាពលរដ្ឋនៅក្នុងសម័យកូវីដអីជាដើមដើម្បីថតរូបយកទៅផ្សាយថាគេធ្វើមនុស្សធម៌អញ្ចឹងទៅក៏ប៉ុន្តែជាទូទៅគេអត់ចាក់ចូលទៅក្នុងសេដ្ឋកិច្ចទេគឺចាក់ចូលទៅក្នុងកន្ត្រកថវិការបស់គណៈបកប្រជាជនកម្ពុជាហើយនឹងក្រុមគ្រួសារហ៊ុនរហូតទៅដល់របាយការណ៍នេះគេនិយាយទៅទៀតថាអាបណ្ដាញអក្រិតកម្មឆ្លងដែនហ្នឹងធំរហូតទៅដល់ថ្ងៃក្រោយកម្ពុជាដឹកនាំដោយបណ្ដាញអក្រិតកម្មឆ្លងដែនតែម្ដងមានន័យថាឥឡូវហ្នឹងពួកមេបណ្ដាញអក្រិតកម្មឆ្លងដែនដូចជា Gen Z ជាដើមគ្រាន់តែមានឥទ្ធិពលទេលោកហ៊ុនសែននៅអាចបញ្ជាបាននៅក្នុងកិច្ចការប្រទេសកម្ពុជាណាប៉ុន្តែគេនិយាយថាថ្ងៃក្រោយហើយក៏មិនយូរដែរមេបណ្ដាញអក្រិតកម្មឆ្លងដែនបរទេសនឹងក្លាយទៅជាអ្នកបញ្ជាការងារនៅប្រទេសកម្ពុជាដែលមានលោកហ៊ុនសែននិងក្រុមគ្រួសារហ៊ុនជាកូនអុកប្រសិនបើអំណាចនៅតែស្ថិតនៅក្នុងក្រុមគ្រួសារហ៊ុនដែរហើយនៅក្នុងរបាយការណ៍របស់ សំកាត់ចំណុចនឹងទីចុះលោកកឹមសុខតាមពិតជក់ចិត្តណាស់អំពីរឿង Gen Z នេះក៏ប៉ុន្តែឥឡូវយើងងាកមកប្រធានបទរបស់យើងវិញថាតើរឿងអក្រិតកម្មឆ្លងដែននេះដែលលោកហ៊ុនសែនដែលលោកសំរងស៊ីថាវាជាដើមចមនៃសង្គ្រាមខ្មែរថៃនឹងគឺចាប់ផ្ដើមពីអ្នកត្រីផែថងថានឹងចាប់ផ្ដើមបើកកកាយសម្បុកអនឡាញនឹងហើយចាប់ផ្ដើមបង្ហាញឈ្មោះកម្ពុជាជាដើមនឹងដែលធ្វើឲ្យលោកហ៊ុនសែនខ្ញាល់ខឹងហើយជាដើមចមនៃសង្គ្រាមនឹងតើលោកកឹមសុខយល់ត្រង់ចំណុចនេះបែបណាដែរខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាខ្ញុំរំលឹកប្រវត្តិហ្នឹងដើម្បីជូនបងប្អូនជ្រាបថាអក្រិតកម្មឆ្លងដែនហ្នឹងលោកហ៊ុនសែនមិនមែនត្រឹមតែជាអ្នកដែលបើកដៃទេគាត់ជាអ្នកធ្វើហើយនៅក្នុងរបាយការណ៍របស់ Humanity Research Consultancy បាននិយាយច្បាស់ថាឆ្នាំ2023លោកហ៊ុនសែនបានផ្ទេរអាមរតកអក្រិតកម្មឆ្លងដែនដល់កូនប្រុសរបស់គាត់ដូច្នេះបញ្ហាអក្រិតកម្មឆ្លងដែនវាពាក់ព័ន្ធដែរទៅនឹងប្រទេសថៃហើយខ្ញុំក៏សម្គាល់មួយថាសង្គ្រាមហ្នឹងមែនតែនទៅវាកើតឡើងពីទំនាស់ផលប្រយោជន៍រវាងក្រុមគ្រួសារលោកថាក់ស៊ីននិងក្រុមគ្រួសារលោកហ៊ុនសែនតែប៉ុណ្ណោះហើយអាទំនាស់ផលប្រយោជន៍ហ្នឹងក៏វាពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងបណ្ដាញអក្រិតកម្មឆ្លងដែនខ្ញុំក៏សម្គាល់ឃើញទំនាស់នេះកើតឡើងតាំងពីដើមឆ្នាំ2024ម្លេះនៅក្នុងខែកុម្ភៈឆ្នាំ2024លោកហ៊ុនសែនបានទៅសួរសុខទុក្ខលោកថាក់ស៊ីនដល់ទីក្រុងបាងកកក៏ប៉ុន្តែបន្ទាប់ពីការសួរសុខទុក្ខគ្នាមកអ្នកទាំងពីរគ្រួសារទាំងពីរអត់បង្ហាញភាពស្និទ្ធស្នាលល្អអើនញញឹមញញែមដូចមុនទៀតទេបើទោះបីជាមានការជួបគ្នាក៏ដោយតែអ្វីដែលជាប្រតិកម្មរបស់ក្រុមគ្រួសារទាំងពីរគឺការប្រកាសប្រចាំគ្នាជាបន្តបន្ទាប់ឧទាហរណ៍10ខែក្រោយមកក្នុងខែធ្នូឆ្នាំ2024លោកថាក់ស៊ីនគាត់បាននិយាយដដែលថាកម្ពុជាមានបណ្ដាញអក្រិតជនជាពិសេសនៅតាមព្រំដែនកម្ពុជាថៃហើយដោយសារតែលោកថាក់ស៊ីននិយាយដដែលនឹងហើយយើងឃើញព្រឹត្តិការណ៍មួយវាយបកខ្ញុំជឿជាក់ថាវាយបកពីទីក្រុងភ្នំពេញវិញគឺនៅខែមករាឆ្នាំ2025មានការសម្លាប់លោកលីនគីមយ៉ានៅក្នុងទីក្រុងបាងកកប្រទេសថៃបានន័យថាពីភ្នំពេញព្រមមានទីក្រុងបាងកកក្រុមគ្រួសារលោកថាក់ស៊ីនកុំឲ្យនិយាយអំពីអក្រិតកម្មឆ្លងដែនប៉ុន្តែក្រោយមកទៀតនៅខែកុម្ភៈឆ្នាំ2025តែមួយខែក្រោយមកទេរដ្ឋាភិបាលរបស់ផែថងឋាននៃក្រុមគ្រួសារលោកថាក់ស៊ីនវាយបកមកវិញដោយរដ្ឋាភិបាលផែថងឋានហ្នឹងបានទៅចង្អុលថាទីក្រុងប៉ោយប៉ែតគឺជាទីក្រុងនៃអក្រិតកម្មឆ្លងដែនរហូតដល់ផែថងឋានថាគឺជាអាណាចក្រអក្រិតកម្មឆ្លងដែនទៅទៀតនៅពេលនោះរដ្ឋាភិបាលថៃមានការបិទអ៊ីនធឺណិតផ្ដាច់ភ្លើងអីជាដើមនៅប៉ោយប៉ែតហ្នឹងរហូតមកដល់ខែមេសាឆ្នាំ2025មែនទែនតែប្រហែល2ខែទេក្រុមគ្រួសារទាំងពីរហាក់ដូចជាចង់សម្របសម្រួលគ្នាខ្លះដោយផែថងឋានទៅទស្សនកិច្ចនៅប្រទេសកម្ពុជាយើងមើលទស្សនកិច្ចរបស់ផែថងឋាននៅប្រទេសកម្ពុជាទស្សនកិច្ចនោះផែថងឋានប្រើនាមជានាយករដ្ឋមន្ត្រីមែនប្រើផ្លូវរដ្ឋមែនក៏ប៉ុន្តែទៅដល់កម្ពុជាជួបហ៊ុនសែនជួបហ៊ុនម៉ាណែតជួបហ៊ុនម៉ាណិតជួបហ៊ុនម៉ាណីជួបក្រុមគ្រួសារហ៊ុនទៅលេងផ្ទះលោកហ៊ុនសែនជាដើមមានន័យថាគេព្យាយាមសម្របសម្រួលគ្នាក៏ប៉ុន្តែខ្ញុំមើលឃើញថាការសម្របសម្រួលនោះទំនងជាអត់បានផលប្រយោជន៍អីប្រមាណទេហើយនៅក្នុងពេលដែលពួកគេប្រឹងសម្របសម្រួលហ្នឹងណាក៏មានផ្ទុះចេញនៅព័ត៌មានអក្រិតកម្មឆ្លងដែនដូចជាវិទ្យុអូស្ត្រាលី
ABC អីជាដើមផ្សាយច្រើន Humanity Research Consultancy ក៏បានសរសេររបាយការណ៍73ទំព័រដាក់ចំតែម្ដងដាក់ថាក្រុមគ្រួសារហ៊ុនហ្នឹងគឺជាបណ្ដាញអ ுக ្រិតកម្មឆ្លងដែនហើយមានអុកញ៉ាមួយចំនួននេះអាត្រង់ហ្នឹងដែលរដ្ឋាភិបាលផែថងឋាននៃក្រុមគ្រួសារលោកថាក់ស៊ីនទំនងជាមិនអាចសម្របសម្រួលបានមានន័យថាគេសម្របសម្រួលគ្នាមិនត្រូវហើយបុកកាន់តែខ្លាំងហើយការបុកហ្នឹងរហូតទៅដល់មានការសម្លាប់លោកសួនរ៉ូនព្រឹទ្ធបាលឯកសួនរ៉ូននៅលើទឹកដីនៃប្រទេសកម្ពុជាពេលដែលសម្លាប់ព្រឹទ្ធបាលឯកសួនរ៉ូនហ្នឹងណាភាគីថៃខ្ញុំនិយាយអំពីហេតុផលរបស់គេទោះបីយើងជឿឬមិនជឿហេតុផលរបស់ភាគីថៃគេថាគេកម្ចាត់អ ுக ្រិតកម្មឆ្លងដែនប៉ុន្តែយើងដឹងថាការសម្លាប់លោកសួនរ៉ូនមិនមែនជាការកម្ចាត់អ ுக ្រិតកម្មឆ្លងដែនទេតែជាលេសរបស់គេមួយដែរភាគីថៃគេលើកថាជាហេតុផលអ ுக ្រិតកម្មឆ្លងដែនលោកសួនរ៉ូនមិនពាក់ព័ន្ធអ ுக ្រិតកម្មឆ្លងដែនមែនប៉ុន្តែនិយាយអំពីលោកហ៊ុនសែនវិញលោកហ៊ុនសែនមិនវាយបកវិញដោយការប្រើច្បាប់ក្នុងការដោះស្រាយបញ្ហាទេនៅពេលនោះណាក្រមប្រឹក្សាជាតិតស៊ូលោកសំរងស៊ីខ្ញុំជាដើមខំនិយាយខំចេញសេចក្តីថ្លែងការណ៍ធ្វើការអំពាវនាវដល់របបក្រុងភ្នំពេញលោកហ៊ុនសែនលោកហ៊ុនម៉ាណែតថាឲ្យយកករណីលោកសួនរ៉ូននេះទៅចាត់ការតាមយន្តការអន្តរជាតិដើម្បីជៀសវាងកុំឲ្យអាការរីកសាយភាយនៃការសងសឹកគ្នាបុគ្គលក្រុមគ្រួសារលោកហ៊ុនសែនលោកថាក់ស៊ីនហ្នឹងពាក់ព័ន្ធនឹងអ ுக ្រិតកម្មឆ្លងដែនខ្លាយទៅជាសង្គ្រាមក៏ប៉ុន្តែលោកហ៊ុនសែនមិនធ្វើអញ្ចឹងទេលោកហ៊ុនសែនឆ្លើយតបមកវិញដោយការបញ្ចេញកិច្ចសន្ទនាសម្ងាត់កិច្ចសន្ទនាសម្ងាត់រវាងអ្នកស្រីផៃថងឋានហើយនឹងគាត់អ្នកអាការបញ្ចេញកិច្ចសន្ទនាសម្ងាត់ហ្នឹងណាលែងអាចសម្របសម្រួលបានរវាងក្រុមគ្រួសារទាំងពីរហើយពីព្រោះអីពីព្រោះអ្វីដែលលោកហ៊ុនសែនបញ្ចេញកិច្ចសន្ទនាសម្ងាត់គឺជាការប្រមាថទៅដល់ប្រជាជាតិថៃពេលនោះណាប្រជាជាតិថៃទាំងមូលលែងក្រុមគ្រួសារថាក់ស៊ីនហើយវាយបកហើយការវាយបកដែលសំខាន់បំផុតគឺការកម្ចាត់អ ுக ្រិតកម្មឆ្លងដែនរហូតទៅដល់អ្នកស្រីផៃថងឋានមកចង្អុលនៅព្រំដែនថាប្រទេសកម្ពុជាបណ្ដាញអ ுக ្រិតកម្មឆ្លងដែនមានច្រើនណាស់ហើយកម្ពុជានឹងហើយគឺជាកន្លែងដែលមានអ ுக ្រិតកម្មឆ្លងដែនធំបំផុតអាការដែលចង្អុលមកកម្ពុជានឹងគឺស្មើនឹងចង្អុលលោកហ៊ុនសែនពីព្រោះលោកហ៊ុនសែនគាត់ដឹងខ្លួនច្បាស់គាត់ជាអ្នករៀបចំបណ្ដាញអ ுக ្រិតកម្មឆ្លងដែនជាមួយ JNC ដូចចង្អុលលោកហ៊ុនសែនអញ្ចឹងលោកហ៊ុនសែនគាត់ខឹងខ្លាំងណាស់នៅពេលនោះគាត់ចេញនិយាយ3ម៉ោងការចេញនិយាយ3ម៉ោងរបស់លោកហ៊ុនសែនអត់មាននិយាយអ្វីក្រៅតែពីនិយាយថាលោកថាក់ស៊ីនអត់ចេះបដៅកូនស្រីយើងគិតមើលបញ្ហាគឺរឿងអ ுக ្រិតកម្មឆ្លងដែនបញ្ហាគឺរឿងព្រំដែនប៉ុន្តែលោកហ៊ុនសែនបែរទៅជានិយាយថាលោកថាក់ស៊ីនមិនបដៅកូនស្រីមានន័យថាម៉េចមានន័យថាលោកថាក់ស៊ីនបដៅឲ្យកូនស្រីរបស់គាត់កម្ចាត់អ ுக ្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាស្មើនឹងកម្ចាត់គេហៅថាជំនួញរបស់ក្រុមគ្រួសារហ៊ុនរហូតទៅដល់ថៃក្តៅមកវិញក្នុងការឆ្លើយតបបកនឹងលោកហ៊ុនសែនថៃបានចេញដីកាចាក់ខ្លួនកុកអានពេលដែលថៃចេញដីកាចាក់ខ្លួនកុកអានលោកហ៊ុនសែនអត់មានធ្វើអីទេលោកហ៊ុនសែនអត់មានឆ្លើយតបដោយវិធីផ្លូវច្បាប់ដោះស្រាយបញ្ហាតាមផ្លូវច្បាប់ទេលោកហ៊ុនសែនបែរទៅជាប្រទេសហើយនិយាយអំពីការងើបសំទោសលោកហ៊ុនសែននិយាយអំពីការមិនខ្លាចទេបើចង់វាយក៏វាយតែចូលវាយហើយពេលហ្នឹងហើយដែលសង្គ្រាមវាផ្ទុះនៅក្នុងថ្ងៃទី23ខែកក្កដាឆ្នាំ2025ផ្ទុះឡើងចេញពីទំនាស់ផលប្រយោជន៍រវាងក្រុមគ្រួសារទាំងពីរនឹងឯងដូច្នេះបើយើងពិនិត្យសាវតាដំណើរសាច់រឿងនេះមិនមែនជាទំនាស់ព្រំដែនពិតប្រាកដទេវាជាទំនាស់ដំបូងឡើយពីផលប្រយោជន៍ក្រុមគ្រួសារថាក់ស៊ីននិងក្រុមគ្រួសារលោកហ៊ុនសែនទំនាស់ផលប្រយោជន៍នេះដោះស្រាយមិនចេញហើយវាយគ្នាទៅវិញទៅមកជារបៀបបកលផ្ទុះចេញទៅជាសង្គ្រាមនៅតាមព្រំដែនហើយថៃគេឆ្លាតកាលណាផ្ទុះចេញទៅគេកម្ចាត់អ ுக ្រិតកម្មឆ្លងដែនផងគេឆ្លៀតឱកាសហ្នឹងដើម្បីឈ្លានពានប្រទេសកម្ពុជាផងអានោះវិធីរបស់គេចំណុចមួយដែលខ្ញុំចង់បញ្ជាក់ចុងក្រោយដែលថាលោកហ៊ុនសែនលោកកឹមសុខសំទុកអានឹងសិនចុះខ្ញុំក៏ចង់ឮពីលោកសេងវណ្ណលីដែរលោកសេងវណ្ណលីក៏មានរឿងរ៉ាវច្រើនដែរចាំលោកខ្ញុំងាកមកវិញដូច្នេះជាសង្ខេបឡើងវិញអ្វីដែលលោកកឹមសុខមានប្រសាសន៍នេះគឺថាគឺលោកហ៊ុនសែនតែម្ដងដែលទៅខ្សែគប់ជាមួយនឹងក្រុមចៅបើតាមប្រសាសន៍របស់លោកសំរងស៊ីម្សិលមិញអញ្ចឹងដែរគឺទៅខ្សែគប់ជាមួយនឹងក្រុមចៅរកស៊ីចូលគ្នាជាមួយនឹងក្រុមចៅទំនាស់ផលប្រយោជន៍ហើយទីបំផុតយកប្រទេសខ្មែរយកឈាមខ្មែរទាំងមូលហ្នឹងដើម្បីធ្វើជាដើមទុនក្នុងការរកស៊ីអ ுக ្រិតកម្មឆ្លងដែនអ ுக ្រិតកម្មខុសច្បាប់យកលុយមកដើម្បីបំពន់គ្រួសារតកូលហ៊ុនក៏ប៉ុន្តែយកឈាមខ្មែរយកយុវតីខ្មែរយកយុទ្ធជនខ្មែរហ្នឹងទៅឲ្យស្លាប់នៅក្នុងសង្គ្រាមហ្នឹងតែម្ដងនេះបើតាមអ្វីដែលលោកកឹមសុខមានប្រសាសន៍ខ្ញុំនឹងបកមកលោកកឹមសុខវិញចំណុចទាំងប្រមាណហ្នឹងកុំអាលភ្លេចអីសោះខ្ញុំនឹងបកមកវិញលោកសេងវណ្ណលីវិញតើលោកសេងវណ្ណលីមានទស្សនៈបែបណាដែលជំវិញដើមចមនៃសង្គ្រាមរវាងខ្មែរថៃនេះតើស្របជាមួយនឹងលោកកឹមសុខថាមកពីលោកហ៊ុនសែននឹងទៅធ្វើសង្គ្រាមទៅរកស៊ីជាមួយចៅទៅខ្សែគប់ជាមួយចៅទំនាស់ផលប្រយោជន៍រវាងក្រុមគ្រួសារត្រកូលហ៊ុននិងក្រុមគ្រួសារត្រកូលឈីណាវ៉ានឹងដែរទេសូមជឿលោកវ៉ាន់នេះបាទបាទអរគុណបាទស្ដាប់លោកកឹមសុខមានអារម្មណ៍ថាជក់
អ្វីដែលលោកកំសុកលើកឡើងហើយនឹងអ្វីដែលលោកសំស៊ីលើកឡើងអត់ខុសទេវាជាដំណោះផលប្រយោជន៍ដែលចំនួនព្រំដែនរវាងកម្ពុជាជាមួយថៃដែលឈានទៅដល់ការផ្ទុះអាវុធដាក់គ្នាហ្នឹងគឺកាត់ជាអំពីដំណោះផលប្រយោជន៍ពាក់ព័ន្ធទៅនឹងអ ுக ្រិតកម្មឆោបបោកហើយនឹងការលាងលុយកខ្វក់នេះឯងនេះបើដោយលោកកំសុកបានលើកឡើងហើយពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់ស្ថាប័ន Humanity Research Consultant តែអ្វីខ្ញុំចង់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋអ្នកស្ដាប់ជាពិសេសអ្នកកំពុងតែតាមដានផ្សាយបន្តផ្ទាល់ទេដែលខ្ញុំជួបចិត្តបំផុតជាងអត្ថបទស្រាវជ្រាវរបស់ Humanity Research Consultant គឺអត្ថបទស៊ើបអង្កេតរបស់អ្នកកាសែតឈ្មោះ Tom Wright អត្ថបទស៊ើបអង្កេតរបស់លោក Tom Wright នេះគឺជាអត្ថបទស្រាវជ្រាវដែលបានរកឃើញហើយត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលជាច្រើនប្រទេសរួមទាំងថៃផងហើយសហរដ្ឋអាមេរិកផងអ្វីដែលយើងឃើញលទ្ធផលនៃការដាក់ទណ្ឌកម្មទៅលើបណ្ដាញអ ுக ្រិតកម្មឆ្លងដែនលាងលុយកខ្វក់ដែលពាក់ព័ន្ធទៅនឹងការរស់ស៊ីកខ្វក់នេះនៅកម្ពុជានៅថៃនៅអីហ្នឹងគឺសុទ្ធតែភាគច្រើនសុទ្ធតែចេញអំពីអត្ថបទស៊ើបអង្កេតរបស់អ្នកកាសែត Tom Wright នេះដែលគាត់សេនៅក្នុងប្រព័ន្ធ Cow hunting ណាដែលជាគម្រោង Project Present តែជាលោកជនតបុតនិងលោកកំសុកបានសង្កេតដែរសំណួរសួរថាប្រសិនបើតាមអ្វីដែលរបាយការណ៍ស្រាវជ្រាវរបស់អង្គការជំនាញពាក់ព័ន្ធទៅនឹងការលាងលុយកខ្វក់និងអ ுக ្រិតកម្មឆោបបោកហើយនឹងការដាក់ទណ្ឌកម្មនានាពីប្រទេសមហាអំណាចនិងប្រទេសបច្ចិមលោកផ្សេងទៀតទៅលើក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការរុស្ស៊ីនៅក្នុងឧស្សាហកម្មនេះសួរថាមុនហ្នឹងចំណូលដែលបានមកអំពីការរុស្ស៊ីហ្នឹងគឺលាងតាមរបៀបណាបើយើងទៅអានអត្ថបទស៊ើបអង្កេតរបស់លោក Tom Wright គាត់បានរៀបរាប់ឲ្យមានភស្តុតាងច្រើនដែលអ្នកនយោបាយប្រឆាំងថៃហើយនឹងសភាកុងក្រែសរបស់សហរដ្ឋអាមេរិកប្រើប្រាស់ជាមូលដ្ឋានក្នុងការស្រាវជ្រាវនៅក្នុងអត្ថបទរបស់លោក Tom Wright ហ្នឹងគាត់បានលើកឡើងថាចំណូលដែលកើតចេញអំពីឧស្សាហកម្មឆោបបោកតាមអនឡាញនិងលាងលុយកខ្វក់ដែលកើតចេញអំពីការសហការរវាងអិសរាជជននិងសមាជិកគ្រួសាររបស់រដ្ឋាភិបាលបច្ចុប្បន្នជាមួយនឹងជនខាប់ដែលលោកសំស៊ីគាត់ថាជា intermediary ណាដែលជនជាតិអាហ្វ្រិកដែលមានឈ្មោះថា Benjamin ដែលយើងធ្លាប់អានលឺមែនទេដែលហៅកាត់ថា Ben Smith ចុះឈ្មោះកាត់ Ben Smith ថាគាត់កាន់ជាតិខ្មែរកាន់ passport ហើយ passport នោះ passport ការទូតទៀតមិនមែនបុគ្គលសាមញ្ញអាចកាន់ passport ការទូតបានទេនៅក្នុងរបាយការណ៍ស្រាវជ្រាវរបស់អ្នកកាសែតស៊ើបអង្កេតគឺថាចំនួនលុយដែលអ ுக ្រិតកម្មឆោបបោកលាងលុយកខ្វក់នៅកម្ពុជាអាចរកបានហ្នឹងរហូតដល់មានចំនួនរហូតដល់ 1.5 លានលោកចន្ទបុត billion 1.5 billion US dollar 1.5 ពាន់លានដុល្លារតើលុយហ្នឹងគឺត្រូវលាងតាមរយៈណាដើម្បីវាស្អាតអញ្ចឹងបើសិនលាងនៅខ្មែរអត់បានទេអញ្ចឹងវាទាមទារឲ្យមានតំណែងជាមួយអ្នកនយោបាយក្នុងតំបន់សំណួរសួរថាតើអ្នកនយោបាយដែលមានឥទ្ធិពលនៅក្នុងតំបន់នេះមានភាពជិតដិតជាមួយនឹងរបបភ្នំពេញឬមួយនឹងអិសរាជជននយោបាយឬសមាជិកគ្រួសារនយោបាយភ្នំពេញតើប្រទេសណាវាអត់មានក្រៅពីថៃដោយសារតែលោកចន្ទបុតដឹងហើយលោកកំសុកដឹងថាលោកថាក់ស៊ីនគឺជាអ្នកដែលលោកអតីតនាយករដ្ឋមន្ត្រីធ្លាប់លើកឡើងថាជំពាក់គុណលោកអតីតនាយករដ្ឋមន្ត្រីទៅបទរបាយការណ៍នេះអត់បានបង្ហាញឈ្មោះលោកនាយករដ្ឋមន្ត្រីក៏ដែរតែគេជឿថាពាក់ព័ន្ធទៅនឹងក្រុមគ្រួសារសមាជិកក្រុមគ្រួសាររបស់អិសរាជជនរបស់នគរហ៊ុនអានោះផ្អែកទៅលើការស្រាវជ្រាវរបស់លោក Tom Wright ណា1.5 ពាន់លានដុល្លារនេះគឺកន្លងមកលាងបាននៅក្នុងក្រុមហ៊ុនមួយចំនួនប្រើប្រាស់តាមរយៈការបំលែងទៅជា crypto ហើយលោកថាក់ស៊ីនគឺជាអ្នកដែលមានឥទ្ធិពលនៅក្នុងអាជីវកម្មសំខាន់នៅថៃតាមរយៈក្រុមហ៊ុនលោកថាក់ស៊ីនហ្នឹងលោកក៏មានបណ្ដាញអ្នករុស្ស៊ីជាមួយគាត់នៅបរទេសនឹងច្រើនដូច្នេះដើម្បីលាងលុយនឹងបានគឺត្រូវតែលាងតាមរយៈ crypto រូបិយប័ណ្ណ cryptocurrency ណាចឹងហើយបានក្រុមហ៊ុនរបស់លោកថាក់ស៊ីននៅថៃគេបានរកឃើញដែរឥឡូវកំពុងតែស៊ើបអង្កេតជាប់ទៀតថាក្រុមហ៊ុនរបស់លោកថាក់ស៊ីនមួយចំនួនហ្នឹងសហការជាមួយនឹងក្រុមហ៊ុន crypto ឈ្មោះ KuCoin ដែលជាក្រុមហ៊ុនបង្កើតឡើងនៅប្រទេសចិនក្រោយមកដោយសារតែរដ្ឋាភិបាលចិនរឹតបន្តឹងក្រុមហ៊ុនពាក់ព័ន្ធ crypto ហ្នឹងក៏បានបំលាស់ទីទៅសិង្ហបុរីគេជឿថាលោក Ben Smith ហ្នឹងដែលលោកសំស៊ីក៏បានផុសដែរថាពាក់ព័ន្ធនឹងការកាន់លុយជំនួសអិសរាជជនភ្នំពេញបានលាងតាមរយៈសម្ព័ន្ធមិត្តក្រុមហ៊ុនរបស់លោកថាក់ស៊ីន
គឺគូខនមានថាគូខនសហការជាមួយនឹងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងលោកតាក់ស៊ីនហើយក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន Sam Altman យើងធ្លាប់លើ Sam Altman Worldcoin បើសិនអ្នករកស៊ីពាក់ព័ន្ធទិញឬក៏ដូររូបិយប័ណ្ណដូចច្បាស់ហើយក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដែលអាចទិញលក់រូបិយប័ណ្ណ crypto នោះទៅតាមពិភពលោកជាក្រុមហ៊ុនរបស់អាមេរិកក្រោយមកក្រុមហ៊ុនអាមេរិកនេះក៏បានជាប់សាច់ឈាម partnership ជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ដែលពាក់ព័ន្ធនឹងលោកតាក់ស៊ីនចឹងឥឡូវវិលវិញគឺអាចចំណុច $1.5 លានហ្នឹងលុយហ្នឹងគឺត្រូវតែលាងឲ្យស្អាតឥឡូវលាងតាមរយៈណាឥឡូវខ្ញុំត្រឡប់មកលោកសំស៊ីបានលើកឡើងនៅក្នុងកាលពីខែកញ្ញាខែ9លោកសំស៊ីបាន post នៅក្នុង Facebook របស់គាត់ពាក់ព័ន្ធនឹងការព្យាយាមរបស់លោក Ben Smith នៅក្នុងការទិញភាគហ៊ុនរបស់ក្រុមហ៊ុនថាមពលឈ្មោះបាំងចាក 24% ណាគេជឿថាលោក Ben Smith នេះគឺជាអ្នកដែលកាន់លុយឲ្យអិសរាជជននៅភ្នំពេញសហការជាមួយនឹងលោកយឹមលាក់ឬក៏ហៅយឹមលៀងចុះដែលជាកូនប្រុសរបស់លោកយឹមឆៃលីណាដែលជាប្អូនថ្លៃបាទប្អូនថ្លៃហ៊ុនម៉ាណីបាទជាប្អូនថ្លៃជាបងថ្លៃណាជាបងថ្លៃរបស់លោកហ៊ុនម៉ាណីហ្នឹងគឺសហការជាមួយនឹងលោក Ben Smith ហ្នឹងដើម្បីព្យាយាមទិញហ៊ុនដែលមានតែលោកសំស៊ីដែលមានតម្លៃរហូតដល់ $3,000 លានដោយក្រុមហ៊ុនឈ្មោះ Alpha Charter Energy Company Limited ហ្នឹងគឺចោះឈ្មោះនៅក្នុងនាមជាក្រុមហ៊ុនរបស់ថៃប៉ុន្តែអ្នកដែលកាន់ហ្នឹងគឺគេជឿថាលោក Ben Smith បាទឥឡូវបញ្ហានៅត្រង់ថាក្រុមហ៊ុននេះកាន់ភាគហ៊ុន 20% ដែលតិចជាងក្រុមហ៊ុន share ភាគហ៊ុនរបស់ក្រុមហ៊ុនដែលបើកដោយរដ្ឋថៃបាទថៃយើងហៅថា Social Security Office ដោយសារច្បាប់នៅថៃគឺក្រុមហ៊ុនបរទេសមិនអាចក្រុមហ៊ុនដែលមានជនជាតិបរទេសមិនអាចក្តាប់ភាគច្រើនបានទេអញ្ចឹងរដ្ឋាភិបាលថៃគេបង្កើត Social Security Office នោះដើម្បីទៅកាន់កាប់ 35% ប៉ុន្តែមានចេតនាចង់និយាយថាលោកថាក់ស៊ីនគឺជាយាមតាមរយៈការចរចាដែលផ្អែកទៅលើព័ត៌មានស៊ើបអង្កេតរបស់លោកធម្មរ៉ៃថាលោកថាក់ស៊ីនគឺជាយាមឲ្យលោក Ben Smith នេះដែលកាន់សញ្ជាតិខ្មែរកាន់ប៉ាសពតការទូតនេះទៅប្រើក្រុមហ៊ុនថៃរបស់ខ្លួនឯងទៅទិញភាគហ៊ុនពីរដ្ឋាភិបាលថៃដែលសម័យនោះគឺក្រោមលោកស៊ីថាទ្រវីស៊ីនហើយក្រោយមកក៏ក្រោមលោកជំទាវផែថងឋានហ្នឹងលក់មកឲ្យក្រុមហ៊ុនឯកជនហើយក្រុមហ៊ុនឯកជនហ្នឹងលក់ឲ្យលោកថាក់ស៊ីនហើយក្រោយមកគេសង្ស័យតាមការចំការរបស់បាយការនេះគេសង្ស័យថាមានការព្រមព្រៀងពីក្រៅឆាកថាលោកថាក់ស៊ីននឹងផ្ទេរហ៊ុនមួយចំនួនហ្នឹងឲ្យទៅលោកអតីតយមត្រីធ្វើតែនៅក្នុងបាយការនោះមិនបាននិយាយឈ្មោះត្រង់ថាលោកអតីតយមត្រីដោយសារប្រភពលុយនេះគឺទៅត្រង់លោកអតីតយមត្រីប៉ុន្តែក្រោយមកដោយសារតែមិនបានសម្រេចលោកថាក់ស៊ីនក៏បានលក់ហ៊ុនរបស់ខ្លួននឹងឲ្យលោកអតីតយមត្រីតាមការចំការរបស់បាយការរបស់លោកធម្មរ៉ៃដូច្នេះវាបង្កើតបានដូចជាការបរាជ័យនៅក្នុងការលាងលុយដើម្បីទៅក្តាប់ភាគហ៊ុនរបស់ក្រុមហ៊ុនបាចារក្រុមហ៊ុនធម្មពលដ៏សំខាន់ដែលអាចជាក្រុមហ៊ុនទទួលបានសម្បត្តិក្នុងការវិនិយោគតំបន់អភិវឌ្ឍរួមនៅក្នុងតំបន់កោះកុដ Joint Development Area លោកជួយចាត់បនលោកកឹមសុខបច្ចុប្បន្នតាមដានការពីមុនហើយពាក់ព័ន្ធនឹងការជំរុញឲ្យមានការស្ដារឡើងវិញនឹងការចរចាដើម្បីមានការអភិវឌ្ឍរួមនៅតំបន់ដែនសមុទ្រកម្ពុជាថៃណាដោយបែងចែកផលប្រយោជន៍នានាតែសំណួរសួរថាបើសិនជាការចរចាជោគជ័យដែលលោកស្រីថាអតីតយមត្រីសិដ្ឋាទ្រវីស៊ីនមុនលោកជំទាវផែថងឋាននោះជាយាមណាជាយាមថាត្រូវតែយកធម្មពលចេញពីតំបន់ហ្នឹងដើម្បីធ្វើម៉េចកាត់បន្ថយការចំណាយទៅលើធម្មពលសុខថៃផងហើយដើម្បីជួយជំរុញវិបុលភាពនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីករាលចម្រើនមកដែរហើយអានេះជាអ្វីដែលគេសង្ស័យថាជាអ្វីដែលលោកអតីតយមត្រីចង់បានបើសិនជាចរចាជោគជ័យតែក្រុមហ៊ុនហ្នឹងក្រុមហ៊ុនណាដែលទទួលបានការសម្បទានគេជឿថាមិនមែនជាក្រុមហ៊ុន PTT លេខ1របស់ថៃទេគឺត្រូវតែជាក្រុមហ៊ុនថ្មីដោយសារក្រុមហ៊ុនថ្មីគឺជាក្រុមហ៊ុនដែលលោកថាក់ស៊ីននឹងមានឥទ្ធិពលនៅក្នុងក្រុមហ៊ុនហ្នឹងដែលជាក្រុមហ៊ុនអណ្ដាប់លេខ2នៅក្នុងប្រទេសថៃជាក្រុមហ៊ុនដែលមានការវិនិយោគលឿនបំផុតដែលហៅថាបាំងចាក់ហ្នឹងប៉ុន្តែដល់ក្រោយអំពីការបរាជ័យក្នុងការលក់ហ៊ុនពីលោកថាក់ស៊ីនទៅឲ្យលោកអតីតយមត្រីរបាយការណ៍របស់លោកធម្មរ៉ៃហ្នឹងបានមើលឃើញថាជាចំណុចចាប់ដើមនាំឲ្យមានទំនាស់គ្រួសារផ្ទៃក្នុងបាទសរុបទៅគឺបរាជ័យនៅក្នុងការលាងលុយ $1.5 លានដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុនបាំងចាក់ហើយឈានទៅដល់ការចរចាតំបន់អភិវឌ្ឍរួមនៅដែនសមុទ្រដើម្បីយកធម្មពលដែលតកូលទាំងពីរនោះបែងចែកផលប្រយោជន៍ក៏ប៉ុន្តែបរាជ័យដូច្នេះចំណុចមួយដែលធ្វើឲ្យអត្តពលរបស់លោកថាក់ស៊ីននឹងដួលរលំបានមានតែពាក់ព័ន្ធនឹងបញ្ហាព្រំដែនដូច្នេះទំនាស់ដែលកើតមានកាលពីខែកក្កដារហូតដល់បច្ចុប្បន្ននៅតំបន់
ដែលពីគេទាំងពីរអានថាជារបស់ខ្លួនហ្នឹងសុទ្ធតែការចេញអំពីដំណោះផលប្រយោជន៍ដែលលោកកឹមសុខនិងលោកសំស៊ីបានលើកឡើងហើយវាស្របទៅនឹងរបាយការណ៍នានាដែលមិនត្រឹមតែរបាយការណ៍លោកកឹមសុខបានលើកឡើងពាក់ព័ន្ធនឹង Humanity Research Consultant ទៅសូម្បីតែអត្ថបទស្រាវជ្រាវស៊ើបអង្កេតច្រើនជាស៊េរីមិនមែនតែមួយទេគឺច្រើនជាស៊េរីរបស់លោកថមរ៉ៃក៏បានរៀបរាប់ហើយរបាយការណ៍ទាំងអស់ត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយនៅក្នុងបណ្ដាប្រទេសមួយចំនួនដូចជាអាមេរិកដូចជាថៃជាដើមបាទអរគុណណាស់ដូច្នេះអរគុណមែនទែនចំពោះការបកស្រាយរបស់លោកទាំងពីរដូច្នេះរឿងពិតទៅបើតាមលោកសំរងស៊ីបើតាមលោកសេងវ៉ាន់លីបើតាមលោកកឹមសុខហើយនឹងអ្នកស្រាវជ្រាវដទៃទៀតវិវាទនេះការពិតនៅពីក្រោយវិវាទនេះមិនមែនជាបញ្ហាព្រំដែននៅពិតប្រាកដទេគឺបញ្ហាទំនាស់រកស៊ីលុយរាប់ពាន់លានដុល្លាររវាងលោកហ៊ុនសែនផ្ទាល់ហើយនឹងរវាងអ្នកនយោបាយនៅប្រទេសថៃស្ដាប់លោកទាំងពីរមានប្រសាសន៍ទៅវាធ្វើឲ្យខ្ញុំនឹកទៅដល់លោកសំពូលីនៅទៅវិញហេតុអីបានខ្ញុំនឹកទៅដល់លោកសំពូលីនៅពេលដែលយើងធ្វើ podcast ជាមួយគ្នាលោកសំពូលីច្រើនប្រើពាក្យថាជន់ពីលស្អីជន់ពីលអញ្ចឹងក្នុងនាមសម្ដៅទៅលោកហ៊ុនសែនផ្ទាល់តែម្ដងខ្ញុំតែងតែសួរទៅជន់និយាយអីខ្លាំងមែនបាទខ្ញុំនឹកឃើញដល់ពេលស្ដាប់លោកទាំងពីរហ្នឹងទៅរឿងនេះគឺរឿងពីលស៊ីពីលជន់ពីលនៅភ្នំពេញមានបញ្ហាពីលស៊ីពីលជាមួយនឹងអ្នកនៅថៃនោះវាទៅជាយកឈាមខ្មែរដូចខ្ញុំនិយាយយ៉ាងទីបំផុតយកឈាមខ្មែរយកព្រំដែនខ្មែរយកទឹកដីខ្មែរដើម្បីជាធ្នូនៃការចំនួនរកស៊ីពាណិជ្ជកម្មរកស៊ីជាមួយចៅដោយលោកសំរងស៊ីមានប្រសាសន៍ពីម្សិលមិញអរគុណលោកទាំងពីរឥឡូវនេះងាកមកលោកកឹមសុខដែលខ្ញុំកាត់ប្រសាសន៍លោកថាចំណុចទី1លោកចង់និយាយឲ្យខ្ញុំសូមកាត់ទៅសូមអធិប្បាយជាមួយលោកសេងវ៉ាលីសូមជឿបន្តចំណុចហ្នឹងបាទឬមួយមានអីបន្ថែមពីលោកសេងវ៉ាលីសូមជឿចុះបាទខ្ញុំគ្រាន់តែបញ្ជាក់ថារឿងនេះវាចេញពីចំនួនផលប្រយោជន៍ក្រុមគ្រួសារបុគ្គលហើយចំនួននេះវាដល់ដំណាក់កាលមួយត្រូវតែយកឈ្នះចាញ់រវាងក្រុមគ្រួសារទាំងពីរក្រុមគ្រួសារថាក់ស៊ីននិងក្រុមគ្រួសារលោកហ៊ុនសែនដែលយើងអាចកត់សម្គាល់ថាវាជាចំនួនផលប្រយោជន៍ហើយផ្ទុះទៅជាសង្គ្រាមនៅតាមព្រំដែនយើងមើលចំណុចទី1លោកហ៊ុនសែនក្រោយពីរំលាយគណៈបកសង្គ្រោះជាតិនៅឆ្នាំ2013គាត់ដឹងច្បាស់ណាស់ថាអំណាចរបស់ក្រុមគ្រួសារគាត់មិនអាចនៅបន្តតាមរយៈការប្រកួតប្រជែងនយោបាយប្រជាធិបតេយ្យទេគឺត្រូវតែផ្ដាច់ការហើយដើម្បីអាចអនុវត្តនយោបាយផ្ដាច់ការទៅបានតើតើមានលុយមិនអាចធ្វើសេដ្ឋកិច្ចដោយរដ្ឋាភិបាលផ្ដាច់ការក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសផ្សេងលោកសេរីបានទេអញ្ចឹងហើយទើបលោកហ៊ុនសែននឹកឃើញអក្រិតកម្មឆ្លងដែនដូច្នេះអក្រិតកម្មឆ្លងដែនការលាងលុយកខ្វក់ការឆបោកតាមអនឡាញហ្នឹងគឺជាសេដ្ឋកិច្ចចិញ្ចឹមឆ្នាំងរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតបច្ចុប្បន្ននឹងឯងបើអត់ធ្វើអាហ្នឹងទេអត់មានលុយចិញ្ចឹមរដ្ឋាភិបាលលោកហ៊ុនម៉ាណែតឡើយម្ល៉េះហើយអ្នកណាក៏ដោយមិត្តយូរឆ្នាំប៉ុណ្ណាក៏ដោយមិត្ត20-30ឆ្នាំដោយលោកថាក់ស៊ីនក៏ដោយកាលណាប៉ះឆ្នាំងបាយលោកហ៊ុនសែននៅរឿងអក្រិតកម្មឆ្លងដែននេះលោកហ៊ុនសែនក៏ត្រូវតែកម្ចាត់ទៅវិញហើយគាត់មិនអាចបណ្ដោយឲ្យកើតមានបានទេនេះជាចំណុចទី1លោកថាក់ស៊ីនរដ្ឋាភិបាលផៃថងឋានដែលកម្ចាត់អក្រិតកម្មឆ្លងដែនគឺស្មើនឹងកម្ចាត់ឆ្នាំងបាយរបស់ក្រុមគ្រួសារហ៊ុនពីព្រោះក្រុមគ្រួសារហ៊ុនអត់មានឆ្នាំងបាយណាក្រៅទី2ចំណុចហ្នឹងទេចំណុចទី2យើងកត់សម្គាល់មើលដែលថារឿងនេះវាមិនមែនដូចជាចំនួនព្រំដែនតែវាកើតឡើងពីផលប្រយោជន៍នៅត្រង់ថាលោកហ៊ុនសែនស្ដាប់គាត់ថ្លែងដោយមោទនភាពគាត់ថ្លែងដោយក្អាយសប្បាយរីករាយពីម្សិលមិញចឹងគាត់អត់មានកាត់ទុករឿងចំនួនព្រំដែនរឿងទាហានថៃបាញ់ប្រជាពលរដ្ឋខ្មែរទេគាត់អត់មានការទុករឿងហ្នឹងទេគាត់ទៅជាសប្បាយក្នុងការបង្កើតក្រុមហ៊ុនមួយគេហៅថាក្រុមហ៊ុនផលិតអាវក្រោះរបស់គាត់ DSS ដើម្បីគាត់ប្រមូលលុយហើយអាក្រុមហ៊ុនហ្នឹងណាមែនតើទៅណាគឺជាផ្នែកមួយនៃការលាងលុយកខ្វក់សាហាវថ្ងៃក្រោយចាំនិយាយរឿងហ្នឹងចំណុចទី3លោកហ៊ុនសែនក្នុងរយៈពេលដែលគាត់តាមដានចំនួនព្រំដែនហើយប្រតិកម្មរបស់គាត់ទាំងសេចក្តីថ្លែងរបស់គាត់និយាយដដែលគាត់ថាអត់ចរចាបើកព្រំដែនទេ100ឆ្នាំទៀតក៏បានដែរមិនចាំបាច់បើកព្រំដែនជាមួយនឹងថៃទេហេតុអីបានជាលោកហ៊ុនសែននិយាយថា100ឆ្នាំទៀតក៏បានតែប៉ុន្តែបើគិតអំពីសេដ្ឋកិច្ចណាវាត្រូវតែសម្របសម្រួលគ្នាប៉ុន្តែករណីដែលលោកហ៊ុនសែននិយាយថា100ឆ្នាំទៀតចាំបើកព្រំដែនក៏បានដែរឬក៏មិនចាំបាច់បើកព្រំដែនក៏បានដែរនៅត្រង់ថាកាលណាបើកព្រំដែនកម្ពុជាថៃគឺដូចឲ្យមានការបើកកិច្ចសហប្រតិបត្តិការកម្ចាត់អក្រិតកម្មឆ្លងដែនកន្លែងហ្នឹងមួយគឺជាចំណុចដែលលោកហ៊ុនសែនមែនតើលោកហ៊ុនសែនកំពុងតែសប្បាយចិត្តទៅវិញទេតែគាត់បង្កើតឲ្យទៅជាចំនួនប្រដាប់អាវុធទៅតាមព្រំដែនហើយបិទព្រំដែនទៅគឺបិទកិច្ចសហប្រតិបត្តិការមួយដែលកម្ចាត់អក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាដែលលោកហ៊ុនសែនជាមេខ្លោងអក្រិតកម្មឆ្លងដែនហ្នឹងដូច្នេះលោកកឹមសុខចង់មានដូច្នេះលោកកឹមសុខមានន័យថាតាមពិតលោកហ៊ុនសែនហ្នឹងគឺចង់អូសបន្លាយសង្គ្រាមនឹងតែម្ដងដើម្បីការបង្វែរដាំសាច់រឿងផងដើម្បីផលប្រយោជន៍របស់គាត់ផង
មែនតើលោកហ៊ុនសែនចង់អូសបន្លាយសង្គ្រាមនឹងប៉ុន្តែចំណុចដែលលោកហ៊ុនសែនចង់អូសបន្លាយចេះទេគឺមិនចង់ឲ្យមានសង្គ្រាមធំប៉ុន្តែរបស់ដើម្បីគាត់បកស្រាយថាជាសង្គ្រាមបាត់ព្រំដែនដើម្បីបិទកិច្ចសហប្រតិបត្តិការទាំងឡាយណាក្នុងការកម្ចាត់អ ுக ្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាពីព្រោះកាលណាបើកព្រំដែនត្រូវតែមានកិច្ចសហប្រតិបត្តិការប៉ុន្តែប្រទេសទាំងពីរកាលណាមានសង្គ្រាមរវាងគ្នាអត់មានកិច្ចសហប្រតិបត្តិការក្នុងការកម្ចាត់អ ுக ្រិតកម្មឆ្លងដែនកើតទេកន្លែងហ្នឹងដែលលោកហ៊ុនសែនចង់បន្តសង្គ្រាមលោកហ៊ុនសែនមិនមែនខូចចិត្តទេណាកាលណាសង្គ្រាមកំពុងតែបន្តលោកហ៊ុនសែនកំពុងតែសប្បាយចិត្តចំណុចមួយទៀតដែលយើងគួរកត់សម្គាល់ដែរខ្ញុំចង់កាត់មួយទៀតចុះលោកកឹមសុខពីព្រោះម្សិលមិញហ្នឹងខ្ញុំក៏បានស្ដាប់ដែរមានคลิปមួយវីដេអូคลิปមួយរបស់លោកហ៊ុនសែនហ្នឹងនិយាយអំពីរឿងយុវជនខ្មែរ18នាក់ដែលគេចាប់ទៅហ្នឹងគាត់ប្រកាសណាស់ជាការពិតនឹងគាត់ធ្លាប់និយាយច្រើនដងណាស់សូមឲ្យការដោះលែងយុទ្ធជនខ្មែរ18នាក់ឯនឹងមកវិញជាដើមក៏ប៉ុន្តែម្សិលមិញនិយាយប្លែកមែនតែម្ដងខ្ញុំចង់ចាក់คลิปនឹងបន្តិចថាតើការនិយាយរបស់លោកហ៊ុនសែនតាក់ទងទៅនឹងយុទ្ធជនទាំង18រូបហ្នឹងយ៉ាងណាដែរបាទសូមអញ្ជើញលោកនាងកញ្ញាហើយនិងលោកវាគ្មិនទាំងពីរស្ដាប់คลิปចំណុចនឹងបន្តិចរបស់លោកហ៊ុនសែនដែលគាត់មានប្រសាសន៍ម្សិលមិញនេះកាលពីថ្ងៃទី17ខែវិច្ឆិកានេះនៅក្នុងកិច្ចប្រជុំរបស់ជាមួយនឹងប្រសង់បាទសូមអញ្ជើញលោកនាងស្ដាប់បន្តិចបាទគិតថាខ្ញុំគិតត្រូវណាស់ការចាប់កងទ័ពយើងចាប់ក្រោយពេលបត់ច្បាញ់ប្រហែលម៉ោងខ្ញុំគិតថាចាត់ទុកបងប្អូននេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះហើយបងប្អូនទាំងនោះក៏ពិតជាយល់ក្រុមគូសាក៏ពិតជាយល់បាទហេតុអីបានទីបំផុតទៅគាត់ចាត់ទុកថាបានពលិកម្មជីវិតរួចស្រេចទៅហើយបងប្អូនប្រកាសជាយល់គ្រួសារប្រកាសជាយល់ហេតុអីឲ្យគេយល់បាននៅពេលដែលប្តីគេកូនគេឪពុកគេបងប្រុសគេកំពុងតែខ្លាចជាចំណាប់ខ្មាំងហើយកំពុងនៅរស់រវើកនឹងតែគាត់មានប្រសាសន៍បែបហ្នឹងជាធម្មតាកាលណាភាគីមួយចាប់គេទៀមទីនេះទៀមទីនោះអញ្ចឹងមានហើយជាផលប្រយោជន៍របស់គេប៉ុន្តែហេតុអីបានជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតល្ងងខ្លៅម្លេះមិនប្រើយន្តការអន្តរជាតិដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានលឿនឲ្យមានប្រសិទ្ធភាពដើម្បីការពារអាយុជីវិតរបស់យុទ្ធជនទាំង18រូបនេះទី1ចំណុចទី2សាររបស់លោកហ៊ុនសែនហាក់ដូចជាពន្យល់ឲ្យថៃសម្លាប់យុទ្ធជនទាំង18រូបអញ្ចឹងលោកហ៊ុនសែនខ្លួនគាត់មែនតើទៅណាគឺជាអ្នកបំបាក់ស្មារតីកងទ័ពមនុស្សរស់ឲ្យចងោ18រូបស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្នគេដឹងថាថៃបានបំពេញលើយុទ្ធជនទាំង18រូបទៅហើយដូច្នេះហើយច្បាប់អន្តរជាតិមានគោលការណ៍ការពារសិទ្ធិរបស់យុទ្ធជនទាំង18រូបដោយសុវត្ថិភាពដូច្នេះរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសកម្ពុជានោះគួរតែប្រើយន្តការអន្តរជាតិដើម្បីការពារប៉ុន្តែការផ្ញើសាររបស់លោកហ៊ុនសែនមិនខុសអីពីពន្យល់ឲ្យភាគីថៃធ្វើបាបយុទ្ធជនទាំង18រូបទេហើយគោលដៅរបស់លោកហ៊ុនសែនណាបើតាមខ្ញុំមើលបើកាលណាភាគីថៃធ្វើបាបយុទ្ធជនទាំង18រូបឧទាហរណ៍រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើយុទ្ធជនខ្មែរទាំង18រូបនោះលោកហ៊ុនសែនគាត់មានលេសក្នុងការបន្តអរិភាពនៅតាមព្រំដែនតទៅទៀតគំនិតរបស់គាត់បន្តអរិភាពនៅតាមព្រំដែនទៀតដើម្បីដែលខ្ញុំបញ្ជាក់ខាងដើមបាត់កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបអ ுக ្រិតកម្មឆ្លងដែនពីព្រោះកាលណាភាគីថៃធ្វើបាបយុទ្ធជនទាំង18រូបលោកហ៊ុនសែនមានលេសនោះដើម្បីធ្វើកិច្ចការបន្តទៀតក្នុងការបន្តអរិភាពហើយការបន្តអរិភាពនេះគ្មានអ្វីចំណេញទាល់តែសោះទាំងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងខាងភាគីថៃអញ្ចឹងហើយគោលបំណងរបស់លោកហ៊ុនសែនមិនសុចរិតទេចំពោះយុទ្ធជនខ្មែរបំបាក់ស្មារតីយុទ្ធជនខ្មែរបំបាក់ស្មារតីគ្រួសារបំបាក់ស្មារតីពលរដ្ឋខ្មែរយើងគិតមើលមនុស្ស18នាក់ដែលមានជីវិតនៅឲ្យជ្រងោហើយជាស្មារតីត្រូវតែបដិញ្ញាការពារមិនមែនបង្ហាញអំពីគោលការណ៍បោះបង់ចោលទេហេតុអីបានត្រូវបោះបង់យុទ្ធជនទាំង18រូបចោលនៅពេលដែលមូលដ្ឋានច្បាប់អន្តរជាតិក៏រឹងមាំនៅពេលដែលគេដឹងអំពីហេតុផលអស់ទៅហើយសហរដ្ឋអាមេរិកក៏គេដឹងហេតុផលអាស៊ានក៏គេដឹងហេតុផលរឿងអីដែលលោកហ៊ុនសែនទៅបោះបង់យុទ្ធជន18រូបចោលដូច្នេះនោះគឺជាល្បិចនយោបាយរបស់លោកហ៊ុនសែនបន្តអរិភាពទៀតទេបន្តអរិភាពអ្វីដែលគាត់ចង់ធ្វើគឺថាចង់លេងល្បែងទៅវិញទៅមកជាមួយនឹងពួកយោធាថៃហើយបាត់ព្រំដែនបន្តទៀតមួយវិញទៀតដែលយើងកត់សម្គាល់ណាលោកហ៊ុនសែនជំហររបស់គាត់ឆ្លើយតបនឹងថៃនៅពេលនេះវាខុសពីឆ្នាំ2008ដល់ឆ្នាំ2011កាលពីសង្គ្រាមឆ្នាំ2008ដល់2011លោកហ៊ុនសែនប្រតិកម្មច្រើនណាហេតុអីពីព្រោះពេលនោះថៃឈ្លានពានពិតប្រាកដហេតុផលតែមួយគត់ដែលថៃបាន
ប្រើកម្លាំងមកលើប្រាសាទព្រះវិហារពេលនោះគឺឈ្លានពានតែមួយគត់ក៏ប៉ុន្តែនៅពេលនេះហេតុអីបានជាលោកហ៊ុនសែននិយាយត្រឡប់ទៅលិនដំបូងថាវាយឥឡូវថាចរចាហើយក្រោយមកលោកហ៊ុនសែនគាត់និយាយថាអានឹងយល់ច្រឡំគ្នាទេយល់ច្រឡំគ្នាចោទគ្នាទៅវិញទៅមកមិនមែនជាការឈ្លានពានហេតុអីគឺពីព្រោះតែបុព្វហេតុហ្នឹងវាមិនមែនជាបុព្វហេតុនៃចំនួនព្រំដែនពិតប្រាកដគឺជាបុព្វហេតុនៃទំនាស់ផលប្រយោជន៍ចេញពីគ្រួសារលោកហ៊ុនសែននិងគ្រួសារលោកថាក់ស៊ីនអាហ្នឹងហើយកាលណាទំនាស់ផលប្រយោជន៍បែបនេះគឺនៅបន្តអូសបន្លាយការបន្តអូសបន្លាយមួយទៀតសង្គ្រាមនឹងងាយចាប់ទេនៅត្រង់ណានៅត្រង់ថាវាចេញពីសង្គ្រាមនៃការដណ្ដើមផលប្រយោជន៍រវាងក្រុមគ្រួសារទាំងពីរចែកផលប្រយោជន៍គ្នាមិនត្រូវប៉ុន្តែឥឡូវវាដល់សង្គ្រាមការដណ្ដើមឧត្តមភាពរវាងគ្រួសារទាំងពីរគ្រួសារថាក់ស៊ីននិងគ្រួសារហ៊ុនសែនមានន័យថាមួយខាងត្រូវតែយកឈ្នះរៀងៗខ្លួនដោយលោកថាក់ស៊ីនធ្លាប់និយាយអ្នកណាមុជបានយូរជាងមុជទឹកបានយូរជាងហើយគាត់និយាយថាគាត់បង្រៀនលោកហ៊ុនសែនរយៈពេលយូរអំពីរឿងហ្នឹងដូច្នេះរឿងហ្នឹងនៅយូរខ្លាំងណាស់ពីព្រោះវាត្រូវដណ្ដើមឧត្តមភាពថាអ្នកណាឈ្នះអ្នកណាចាក់បាទអរគុណលោកកឹមសុខតាមពិតនឹងខ្ញុំថាខ្ញុំមានសួរសំណួររសើបមួយចំនួនដូចជាសំណួរថាតើហេតុអ្វីបានជាអ្នកនយោបាយបង្កើតវិបត្តិនេះឡើងក៏ដោយតែតាមពិតមិនបាច់សួរទេពីព្រោះថាលោកវាគ្មិនទាំងពីរបានឆ្លើយរួចមកហើយឥឡូវនេះចង់សួរទៅលោកសេងវ៉ាន់លីមួយម៉ាត់ទៀតចុះតើអ្នកណាចំណេញពីវិបត្តិនេះបើរាប់ពីចំណេញទៅវិញតើមានរឿងមានអ្នកចំណេញទេយើងដឹងហើយថាវិបត្តិវាអាចតែសុទ្ធតែខាតទាំងសងខាងប៉ុន្តែអាចមានចំណេញទេនៅក្នុងរឿងហ្នឹងភាគីថៃចំណេញភាគីលោកហ៊ុនសែនចំណេញឬមួយអ្នកណាចំណេញដែរទេខ្ញុំមិនដឹងថាភាគីទាំងពីរហ្នឹងចំណេញឬខាតទេទាំងលោកថាក់ស៊ីនក៏ដូចជាក្រុមគ្រួសាររបស់លោកអតីតនាយករដ្ឋមន្ត្រីក៏តែអ្វីដែលខ្ញុំដឹងហ្នឹងគឺប្រជាពលរដ្ឋហ្នឹងគឺជាអ្នកដែលខាតប្រទេសជាតិខាត់បងដោយសារតែសង្គ្រាមនេះចំនួននេះកើតឡើងវាមិនគួរកើតឡើងតែពិតទំនាស់ព្រំដែនរវាងកម្ពុជាជាមួយថៃហ្នឹងគឺមានយន្តការធ្វើពិគីដែលពិគីទាំងពីរឯកភាពហ្នឹងក្នុងការដោះស្រាយបញ្ហាហ្នឹងយូរមកហើយបានដំណើរការរហូតដល់មានការវាស់វែងសម្រាប់បានជា 60% ធ្វើបាត់តែមានភាពចម្រូងចម្រាសឬក៏ទំនាស់ការមិនយល់ស្របគ្នាទៅលើការកំណត់ខណ្ឌសីមាតំបន់មួយចំនួន70តំបន់ក្បែរប្រាសាទអីក៏ដោយក៏តែគាត់ថាកន្លងមកពិគីទាំងពីរនេះគឺដោះស្រាយដោយផ្អែកទៅលើយន្តការរបស់រដ្ឋាភិបាលដែលបានឯកភាពគ្នាក៏តែដោយលោកកឹមសុខលើកឡើងបើសិនជាបន្តបិទព្រំដែនប្រជាពលរដ្ឋទាំងសងខាងមិនត្រឹមតែខ្មែរទេខាងថៃក៏ខាត់បងដែរហើយអ្វីដែលខ្ញុំចាប់អារម្មណ៍សំណួររបស់លោកជនច័ន្ទបុតពាក់ព័ន្ធទៅនឹងសារថ្លែងរបស់លោកអតីតរដ្ឋមន្ត្រីកាលពីថ្មីនេះហើយលោកកឹមសុខក៏បានលើកឡើងដែរពាក់ព័ន្ធនឹងសារហ្នឹងដោយឡែកខ្ញុំមើលឃើញថាសារនេះគឺមានចេតនាសម្ដៅឲ្យភាគីថៃហ្នឹងដឹងថាលោកអតីតរដ្ឋមន្ត្រីគឺជាមនុស្សដែលប្រកាន់ជាប់នៅចំហថាជំហរ aggressive ជំហរ hardline ហើយយើងជាញឹកញាប់យើងដឹងថាអ្វីដែលលោកអតីតរដ្ឋមន្ត្រីបាននិយាយមិនសូវជាមានការអនុវត្តប្រមាណទេអាចមើលឃើញថាជាដូចជា100ឆ្នាំឬក៏500ឆ្នាំអីជាដើមហ្នឹងក៏តែគាត់ថាគឺថាវាគាត់ជាវោហាសាសទេជាក់ស្ដែងគ្រួសាររបស់យុទ្ធជនទាំង8នាក់ហ្នឹងថាខ្ញុំគិតថាអានេះយកចំហជាអ្នកវិភាគចុះដោយមិនបានមានត្រណ័យអីច្បាស់លាស់ទេគាត់ថាខ្ញុំវិភាគថាក្រុមគ្រួសារយុទ្ធជនទាំង18នាក់ហ្នឹងប្រហែលជាបានដឹងដែរថាយុទ្ធជនទាំង18នាក់ហ្នឹងមិនត្រូវបានធ្វើបាបទេគ្រាន់តែស្ថិតក្នុងការឃុំខ្លួនដែលហេតុផលប្រហែលជាអាជ្ញាធររដ្ឋបានបកស្រាយឬក៏អង្គការប្រជាជាតិដែលធ្វើការពាក់ព័ន្ធនឹងបញ្ហានេះគឺបានបកស្រាយថាភាគីថៃគេបានធានាថាគេរក្សាសុវត្ថិភាពហើយបើផ្អែកទៅលើคลิปវីដេអូដែលបានចេញមកនោះក៏បានបង្ហាញអំពីសុវត្ថិភាពការយកទៅដាក់របស់ភាគីថៃប៉ុន្តែគេមិនដោះលែងដូច្នេះលោកអតីតរដ្ឋមន្ត្រីបានដឹងថាតាមពិតមានសេចក្តីរាយការណ៍មកផងថារហូតដល់តែសុំធ្វើថ្មិញសុំធ្វើអីឲ្យហើយមុននឹងបញ្ជូនមកស្រុកខ្មែរវិញផងដល់ការលឺសូរដំណឹងថាបញ្ជូនមកវិញណាបាទដូច្នេះលោកអតីតរដ្ឋមន្ត្រីហ្នឹងប្រហែលជាដឹងអំពីជំរុញចិត្តរបស់ក្រុមគ្រួសារដឹងច្បាស់ថានឹងមិនប៉ះពាល់អីទេក៏ប៉ុន្តែដើម្បីធ្វើម៉េចថ្លែងសារនយោបាយបង្ហាញដល់ភាគីថៃដែលលោកអតីតរដ្ឋមន្ត្រីតែងតែលើកញឹកញាប់ថារាល់សារដែលផុសនៅក្នុងសង្គម Facebook ឬក៏សារថ្លែងរបស់លោកហ្នឹងគឺជនជាតិថៃចូលមើលច្រើនណាស់ដូច្នេះអាសារនេះគឺសំដៅទៅលើឲ្យភាគីថៃហ្នឹងមើលឃើញថាលោកអតីតរដ្ឋមន្ត្រីគឺជាមនុស្សដែលហាត់ឡានមនុស្សដែលតាំងតែអត់ចោះញោមទៅលើការឬមួយអាចមើលមកជ្រុងនេះបានទេលោកសេងវ៉ាលីឬមួយអាចមើលមកជ្រុងនេះទៀតបានទេដែលគាត់ថាចាត់ទុកថាបានពលិកម្មសម្រាប់ជាតិក៏ដោយចុះអាចគាត់គិតមកជ្រុងនេះបានទេមកជ្រុងថាគាត់នឹងមិនធ្វើតាមសំណុំពរថៃឲ្យដោះដូរឧទាហរណ៍ថាដោះដូរមានការ
បាទមានការបញ្ជូនលោកកុកអានជាដើមអញ្ចឹងតុលាការថៃបានចេញដីកាតាមចាប់ខ្លួនលោកកុកអានឬមួយតាមចាប់ខ្លួនលីយ៉ុងផាត់អីហ្នឹងជាដើមជាមនុស្សដែលនៅជុំវិញខ្លួនគាត់សិតតែជាអ្នកដែលផ្ដល់លុយផ្ដល់កាក់ឲ្យក្រុមគ្រួសារគាត់ចង់បង្ហាញសញ្ញានឹងដែរទេថាបើស្លាប់ចោលក៏ស្លាប់ទៅយើងចាត់ទុកថាអ្នកឯងស្លាប់ហើយក៏ដោយចុះ hardline របស់គាត់គឺមិនព្រមព្រៀងក្នុងការចាប់បញ្ជូនអីដូរមនុស្សដូរអីទេដូរកុកអានឬមួយដូរលីយ៉ុងផាត់អីទេអាចជាសារនឹងបែបដែរទេចំពោះខ្ញុំគិតថារឿងករណីលោកកុកអានជាមួយនឹងលោកលីយ៉ុងផាត់គឺជាករណីដែលកន្លងហើយសម្រាប់ខ្ញុំមើលឃើញថាលោកអតីតរដ្ឋមន្ត្រីនឹងគ្មានថ្ងៃបញ្ជូនបុគ្គលទាំងពីរនេះឲ្យទៅប្រជុំមុខទៅនឹងប្រព័ន្ធយុត្តិធម៌របស់ថៃទេប៉ុន្តែអ្វីដែលខ្ញុំគិតដោយលោកខ្ញុំបត់លើកឡើងមានហេតុផលអ្វីដែលខ្ញុំគិតនោះគឺយើងត្រូវដឹងថាផលប្រយោជន៍របស់អិសរាជជនចុងខ្ពស់របស់កម្ពុជានៅថៃនេះច្រើនមិនទាន់អស់ទេរឿងការបង្ក្រាបពាក់ព័ន្ធនឹងការលាងលុយកខ្វក់ការឆោបបោកអីជាដើមឬក៏ការប្រើប្រាស់ថវិការបស់ខ្លួនដើម្បីទៅបញ្ជ្រាបឥទ្ធិពលផ្នែកនយោបាយនៅប្រទេសក្នុងដើម្បីប្រើប្រាស់កម្លាំងនយោបាយឬក៏ឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសថៃជាដើមនោះមានបន្តទៀតដូច្នេះខ្ញុំមើលជារូបភាពខាងក្រៅសារថ្លែងនេះគឺចង់បង្ហាញឲ្យថៃដឹងថាលោកនឹងមិនចោះញោមទៅលើការចរចាសម្បទានណាមួយដោយមានការដោះលែងទេទី2លោកចង់បង្ហាញឲ្យឃើញថាលោកគឺជាមនុស្សដែលមិនអាចចរចាបានទេការចរចាគឺតើទៅចរចាជាមួយលោកនាយករដ្ឋមន្ត្រីដូច្នេះអាសារដែលលើកឡើងថ្ងៃនេះអាចនឹងត្រូវបានបដិសេធចោលដោយសារតែលោកថាលោកមិនមែនជានាយករដ្ឋមន្ត្រីទេមិនមែនជាប្រធានអង្គនីតិប្រតិបត្តិទេដូច្នេះការសម្រេចគ្រប់បែបយ៉ាងមិនថាការចរចាមានការបាត់ព្រំដែនការចរចាដើម្បីឲ្យមានការសម្បទានអីផ្សេងៗនោះគឺអាស្រ័យទៅលើសិទ្ធិសម្រេចរបស់អង្គនីតិប្រតិបត្តិដូច្នេះខ្ញុំគិតថាយើងប្រហែលជាមិនចាំបាច់ទៅចាប់អារម្មណ៍ទៅលើសាររបស់លោកអតីតរដ្ឋមន្ត្រីខ្លាំងពេកទេដោយសារតែជាញឹកញាប់ហើយអ្វីដែលលោកសន្យាគឺមិនសុទ្ធជាបានអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយឬក៏ពេលខ្លះគឺគ្រាន់តែជាវោហារសានយោបាយទេដែលឡែកឆ្លើយតបបន្ថែមទៅនឹងសំណួរលោកទាំងអស់ពាក់ព័ន្ធទៅនឹងតណ្ណាខាត់បងផលប្រយោជន៍ឬខ្ញុំបានលើកឡើងថាយើងមិនបាច់ចាំទៅព្រួយបារម្ភរឿងថាតកូលទាំងពីរហ្នឹងខាត់បងទេគេអាចនឹងខាត់បងខ្លះក៏តែទីបំផុតគេនឹងអាចមានឱកាសក្នុងការបូមយកវិញក៏តែអ្វីដែលយើងព្រួយបារម្ភបំផុតគឺជាភាពការរស់នៅរបស់ប្រជាពលរដ្ឋហើយនឹងការប្រើប្រាស់ប្រជាពលរដ្ឋជាឧបករណ៍នយោបាយដើម្បីគោលនយោបាយជាតិនិយមហើយយើងឃើញថាទំនាស់ព្រំដែននេះគឺជាឧបករណ៍នយោបាយដ៏សំខាន់នៅក្នុងការបង្វែរស្ថានភាពវិបត្តិផ្ទៃក្នុងមិនថារឿងពាក់ព័ន្ធនឹងការឆោបបោកមុខមាត់កម្ពុជាក្នុងឆាកតំបន់អន្តរជាតិពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែនអីជាដើមទេបញ្ហាជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋអត្រាអត់ការងារធ្វើកំណើនសេដ្ឋកិច្ចថយចុះសុទ្ធតែជាបញ្ហាដែលឡោមព័ទ្ធរដ្ឋាភិបាលបច្ចុប្បន្នជាពិសេសរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដូច្នេះនយោបាយព្រំដែននយោបាយជាតិនិយមនេះជានយោបាយដែលប្រើប្រាស់មានប្រសិទ្ធភាពទាំងភាគីថៃហើយនិងភាគីកម្ពុជាដូច្នេះគាត់ថាបើសិនដរាបណាគ្មានការចរចាដើម្បីបញ្ចប់ចំនួនក៏ដោះស្រាយដោយការសន្តិភាពណាមួយឬក៏គ្មានការបាត់ព្រំដែនអ្នកដែលប៉ះពាល់ខ្លាំងបំផុតគឺប្រជាពលរដ្ឋបាទអរគុណលោកសេងវ៉ាលីជាសង្ខេបឡើងវិញលោកសេងវ៉ាលីបានចោទត្រង់តែម្ដងថាវិបត្តិសង្គ្រាមនេះគឺត្រូវបានអ្នកនយោបាយខ្មែរអ្នកនយោបាយថៃប្រើប្រាស់ជាឧបករណ៍ដើម្បីបង្វែរស្ថានភាពពីបញ្ហាដែលមាននៅក្នុងប្រទេសអីជាដើមហើយការបន្លាយពេលវេលាកាន់តែយូរវាធ្វើឲ្យខាតបង់ប្រយោជន៍អ្នកដែលខាតបង់ប្រយោជន៍ជាងគេគឺប្រជាពលរដ្ឋខ្មែរនឹងតែម្ដងលោកបានប្រើពាក្យមួយម៉ាត់នេះខ្ញុំចាំថាលោកហ៊ុនសែននឹងអាចបាត់បង់ផលប្រយោជន៍អាចខាតខ្លះដែរពីរឿងសង្គ្រាមនេះពីព្រោះការអក្រិតកម្មលាងលុយកខ្វក់របស់គាត់ការរកស៊ីជុលហ៊ុនគ្នាអីជាមួយបរទេសនឹងវាធ្វើឲ្យខាតប្រយោជន៍អីមួយផ្លេតនឹងដែរប៉ុន្តែលោកប្រើពាក្យថាមិនអីពួកនេះនឹងបូមយកវិញបានជាភាសារបស់លោកសេងវ៉ាលីថាបូមយកវិញបានក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅពេលដែលបាត់បង់ជីវិតហើយនៅពេលដែលអីមិនដឹងថាបូមណាយកមកវិញទេខ្ញុំចង់បញ្ចប់ការជជែកនឹងអាចវែងឆ្ងាយទៀតណាស់ក៏ប៉ុន្តែខ្ញុំចង់បញ្ចប់ត្រឹមប៉ុណ្ណេះមួយទេលោកកឹមសុខក៏បានលោកសេងវ៉ាលីក៏បានបញ្ចប់ដើមពីលោកកឹមសុខចុះហើយចង់បានលោកសេងវ៉ាលីដែរយើងដឹងថាទីបំផុតទៅយើងដឹងថាការដែលត្រកូលហ៊ុននេះរកស៊ីមានបានហឺហាពាក់នាឡិការរាប់ពាន់រាប់រយលានដុល្លារអីប្តីប្រពន្ធគាត់ផងកូនចៅគាត់ផងអីនឹងសិតតែមានកប៉ាល់ហោះឯកជនសិតតែមានអីនឹងជាដើមនឹងគឺបានលុយមកពីមួយខាងទៀតយើងដឹងហើយពីការកាប់ព្រៃឈើបំផ្លាញធនធានធម្មជាតិណាមួយខាងទៀតនឹងគឺថារកស៊ីជុលហ៊ុនជាមួយនឹងក្រុមចៅអន្តរជាតិអីនឹងជាដើមហើយយើងទាំងអស់គ្នាដឹងការពិតនឹងយើងទាំងអស់គ្នាដឹងមើលទៅដឹងវាគ្មានពិភពលោកនេះគ្មានអីលាក់បាំងបានទេក៏ប៉ុន្តែហេតុអីបានជាពួកគាត់ហាក់ដូចជាសម្ញែងខ្លាំងម្ល៉េះ
នេះជាសំណួរចុងក្រោយរបស់ខ្ញុំចង់និយាយប៉ុណ្ណឹងហេតុអីបានជាទូទៅចោលខ្លះសំបីតែ Gen Z ខ្លួនឯងហ្នឹងក៏មិនជាបង្ហាញណាដែរប៉ុន្តែអ្នកដែលបានលុយពី Gen Z ហ្នឹងកូនចៅគាត់កូនប្រសាគាត់ក្តីប្រពន្ធលោកហ៊ុនម៉ាណីហ្នឹងក្តីមួយថ្ងៃហ្នឹងតូចក៏គូតដាក់លើ TikTok ហ្នឹងបង្ហាញរៀងរបស់ខ្លួនបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនហ្នឹងហាក់ដូចជាមិនមានការអៀនខ្មាសសោះអត់អៀនថាលុយដែលបានមកហ្នឹងគឺលុយបានពីប្រព្រឹត្តអំពើចោរកម្មអ្នកខ្លះគេមានបានលុយអីចឹងមកគេមានការអៀនខ្មាស់អីទិញទួចលាក់អីទិញទួចអីចឹងទៅយកដាក់បញ្ចូលក្នុងធនាគារទៅដាក់ចូលក្នុងទូដៃទៅលុយទាំងលានទាំងរាប់រយលានអីចឹងក៏ប៉ុន្តែក្រុមគ្រួសារតកូលហ៊ុននេះម្នាក់គឺសម្ញែងណាហេតុអីបានជាគាត់ត្រូវការសម្ញែងបែបហ្នឹងនៅពេលដែលគេទាំងអស់គ្នាពិភពលោកដឹងថាគាត់នឹងឯងជារកស៊ីជាមួយចោរបានលុយពីអក្រិតកម្មពីចោរកម្មទី1រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនអាចនៅស្ងៀមស្ងាត់មិនបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនបានទេពីព្រោះកាលណាមិនបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនវាធ្វើឲ្យមន្ត្រីរាជការធ្វើឲ្យប្រជាពលរដ្ឋមើលឃើញថាអត់មានលុយទេអត់មានលុយបន្តអំណាចទេកាលណាអត់មានលុយបន្តអំណាចរបបហ្នឹងវាត្រូវដួលរលំក៏ចង់មានន័យថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុននឹងព្យាយាមឆ្លើយតបនឹងការរិះគន់នានាថារដ្ឋាភិបាលនឹងអត់មានលុយទេរដ្ឋាភិបាលនឹងសេដ្ឋកិច្ចដួលរលំហើយជាជំនួសពីការឆ្លើយតបហ្នឹងត្រូវតែបង្ហាញទ្រព្យសម្បត្តិរបស់ពួកគេចង់ប្រាប់ថាគេមានលុយច្រើនណាគេអាចបន្តអំណាចបានចំណុចទី2វាជារឿងតាក់មួយខ្ញុំគិតថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុននេះជាពិសេសក្រុមគ្រួសារហ៊ុននេះហ៊ុនសែនក្រុមគ្រួសារហ៊ុនបងប្អូនគាត់បង្ហាញទ្រព្យសម្បត្តិបង្ហាញពិធីជប់លៀងរំច្រៀងសប្បាយភាពខឺហាឡានផ្ទះទំនើបអីអស់ហ្នឹងតាក់មួយឲ្យមន្ត្រីជាច្រើនទៀតនៅក្នុងរដ្ឋាភិបាលហ្នឹងត្រូវតែធ្វើដូចគេដែរមានន័យថាម៉េចមានន័យថាកាលណារដ្ឋាភិបាលសំទុះកាលណាក្រុមគ្រួសារហ៊ុនជាប់ចោទពីបទអក្រិតកម្មពុករលួយហើយកុំឲ្យក្រុមគ្រួសារហ៊ុននឹងជាប់តែម្នាក់ឯងជាប់តែមួយគ្រួសារផ្សេងទៀតនៅក្នុងរដ្ឋាភិបាលក៏ត្រូវតែរៀនបង្ហាញយ៉ាងដូចគ្នាមិនបង្ហាញហ្នឹងគ្រួសារហ៊ុនរិះគន់ដែរដូច្នេះក្រុមគ្រួសារហ៊ុនដើរមកគេតាក់មួយឲ្យគ្រួសារក្នុងរដ្ឋាភិបាលដទៃទៀតនៃរបបក្រុងភ្នំពេញហ្នឹងត្រូវតែបង្ហាញចង់ដូចគ្នាហើយគេបង្ហាញឈុលទូទាំងប្រទេសនោះមានន័យថាម៉េចមានន័យថាអ្នកដែលជាប់អក្រិតកម្មមិនមែនតែក្រុមគ្រួសារហ៊ុនទេក្រុមគ្រួសារផ្សេងទៀតនៅក្នុងរដ្ឋាភិបាលក៏ជាប់អក្រិតកម្មដែរអញ្ចឹងគោលដៅរបស់លោកហ៊ុនសែននៅត្រង់ណានៅត្រង់ថាអ្នកដែលត្រូវប្រឈមនឹងច្បាប់អក្រិតកម្មលួចលុយលាងលុយកខ្វក់អីហ្នឹងមិនមែនតែហ៊ុនសែនទេមិនមែនតែក្រុមគ្រួសារហ៊ុនទេគឺក្រុមគ្រួសារផ្សេងទៀតដែរដូច្នេះទាំងក្រុមគ្រួសារផ្សេងទៀតដែលជាប់អក្រិតកម្មដែរហ្នឹងត្រូវតែការពារអំណាចក្រុមគ្រួសារហ៊ុនបើមិនអញ្ចឹងទេដួលអំណាចអាលាយទាំងអស់គ្នាលុយតាក់មួយឲ្យបង្ហាញថាអ្នកឯងក៏ជាប់ដែរខ្ញុំក៏ជាប់ដែរឧទាហរណ៍លោកហ៊ុនសែនតែនិយាយថាគុំស្រមៃថានៅពេលដែលគេបំបាក់ហ៊ុនសែនបានអ្នកឯងបានសុខអ្នកឯងក៏បានសុខដែរលោកហ៊ុនសែននិយាយកាលណាពលពតដួលរលំរបបពលពតក៏ដួលរលំទាំងមូលអញ្ចឹងមានន័យថាម៉េចមានន័យថាទាញឲ្យគ្រួសារទាំងអស់នៅក្នុងរដ្ឋាភិបាលហ្នឹងត្រូវតែជាប់ពាក់ព័ន្ធក្នុងបទអក្រិតដូចគ្នាអញ្ចឹងត្រូវការពារគ្នាទៅវិញទៅមកអានេះជាគោលដៅរបស់លោកហ៊ុនសែនតាមខ្ញុំមើលបាទហ្នឹងហើយអ្វីដែលលោកកឹមសុខបកស្រាយហ្នឹងគួរឲ្យស្ដាប់បានចំពោះខ្ញុំវិញជួនកាលខ្ញុំគិតដែរខ្ញុំចេះមើលឃើញនឹកឃើញថាពួកនេះហេតុអីក៏មួយថ្ងៃហ្នឹងក៏បង្ហាញសម្បើមម្លេះលុយនឹងបានពីណាមកក៏ដោយចុះយ៉ាងហោចនឹងមានគិតដល់ប្រជាពលរដ្ឋដែលក្រីក្រដែលតោកយ៉ាក់ទេហេតុអីក៏បង្ហាញម្លេះជួនកាលខ្ញុំគិតឃើញថាពួកនេះគ្រាន់តែថាមិនធ្លាប់មានដល់មានហើយទៅត្រូវតែបង្ហាញអីចឹងទេសិតតែជាអតីតកូនចៅខ្មែរក្រហមអីចឹងទៅមិនដែលមានឪពុកម្ដាយគាត់ស្លៀកពាក់តែខោអាវខ្មៅអីចឹងទៅដល់ពេលនៅពេលដែលគាត់មានមកគាត់មានតម្រូវការមួយក្នុងការបង្អួតបង្ហាញប៉ុន្តែអ្វីដែលលោកកឹមសុខបកស្រាយនេះគឺគួរឲ្យស្ដាប់ចំពោះលោកសេងវ៉ាលីវិញយ៉ាងម៉េចដែរសំណួរលោកចាំបុតនេះដូចសំណួរខ្ញុំមើលមកលោកថំរៃទៀតចុះដោយសារតែគោលបំណងធំនៃការចង់ដឹងអំពីប្រភពលុយរបស់កូនចៅរបស់អេសាជននយោបាយនៅកម្ពុជានេះកាត់ចេញអំពីសំណួរដូចលោកចាំបុតនេះលោកថំរៃគាត់សួរថាហេតុអីបានពួកនេះមានលុយសម្បើមមានយន្តហោះតខ្លួនមាននាវាកំសាន្តដែលអង់គ្លេសហៅថាយ៉ាកណាពាន់លានហើយនឹងមានឡានថ្លៃដែលមិនជាប្រមាណផលិតមិនប្រមាណគ្រឿងក្នុងពិភពលោកទេសូមបើកមើលចោលទៅប្រហែលឆ្នាំមុនយើងដឹងហើយថាក្រោយអំពីកូវីដឃើញមានការបើកឡានថ្លៃចូលទៅទឹកដីថៃមានការភ្ញាក់ផ្អើលនៅប្រទេសថៃនិងនៅកម្ពុជាដោយពាក់ព័ន្ធនឹងលោកយឹមលាក់ហ្នឹងដូច្នេះ
លោកทำร้ายគាត់សួរដូចលោកជនច័ន្ទបុតហ្នឹងអញ្ចឹងហើយបានគាត់បានព្យាយាមស៊ើបអង្កេតហើយរកឃើញមូលហេតុពីរដែលធ្វើឲ្យអិសរាជជនកូនចៅរបស់អិសរាជជននយោបាយចុងភូមិនៅកម្ពុជាមានសម្បើមខ្លាំងម្ល៉េះជាងប្រទេសដែលរីកចម្រើនហើយខ្លាំងទៀតហ្នឹងគឺទី1គាត់រកឃើញថាកម្ពុជាគឺជាមជ្ឈមណ្ឌលអក្រិតកម្មឆ្លងដែនហើយនឹងការលាងលុយកខ្វក់ហើយនឹងការឆោបបោកតាមអនឡាញដោយសារគាត់មើលឃើញថាកម្ពុជាមិនមែនគាត់មើលឃើញទេគាត់រកឃើញថាកម្ពុជានេះគឺជាមជ្ឈមណ្ឌលតាក់ទាញការរុស្ស៊ីឆោបបោកតែម្ដងដែលធ្វើឲ្យពួកដែលពាក់ព័ន្ធនឹងឧស្សាហកម្មនេះបានលុយកខ្វក់មកគឺទិញសម្ភារៈទំនើបដូចជំរាបរាប់អញ្ចឹងថាយន្តហោះសកខ្លួនឡានហើយនឹងនាវាហើយក៏ប្រើលុយហ្នឹងដើម្បីទៅបញ្ជាឥទ្ធិពលរបស់ខ្លួននៅក្នុងនយោបាយផ្ទៃក្នុងរបស់ថៃទៀតដើម្បីប្រើប្រាស់គេក្នុងការធ្វើសកម្មភាពនានារួមទាំងការសម្លាប់លោកលឹងកំយ៉ាក៏ដូចជាការធ្វើការរំលោភបំពានឬក៏ដាក់សម្ពាធដេញចាប់សកម្មជននយោបាយរបស់គណៈបព្វឆាំងនៅថៃនៅបរទេសផងហើយទី2នោះលោកធម្មតាក៏មើលឃើញថាដោយសារតែប្រព័ន្ធនីតិរដ្ឋកម្ពុជានោះវាខ្សោយដែលផ្ដល់ឱកាសឲ្យពួកអក្រិតជនមិនមែនទៅចិនទេអក្រិតជននៅប្រទេសដទៃនោះក៏ចាប់អារម្មណ៍ដែរតែអាចធ្វើឲ្យខ្លួនឯងមានបានដោយសារតែប្រព័ន្ធការនៃភាពម្លាភាពនោះគឺមានការខ្វះខាតហើយពេលខ្លះក៏ផ្ដល់ឱកាសដល់ពួកហ្នឹងក្នុងការរស់ស៊ីនៅពេលដែលរុស្ស៊ីបានតាមរយៈការលាងលុយកខ្វក់ឬការឆោបបោកហ្នឹងគេក៏ត្រូវតែបង្កើតស្ថាប័នដើម្បីថ្មិចលាងលុយចឹងបានឃើញមានការបើកធនាគារហើយនៅក្នុងរបាយការណ៍របស់លោកធម្មតាក៏បានលើកឡើងពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោកយឹមលាក់ណា BIC Bank ហើយនឹងក្រុមហ៊ុនរុស្ស៊ីពាក់ព័ន្ធអចលនទ្រព្យដែលក្រុមហ៊ុនហ្នឹងគឺត្រូវបានសហរដ្ឋអាមេរិកហ្នឹងCongress របស់សហរដ្ឋអាមេរិកនិងរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដើម្បីបង្កក់និងបិទការធ្វើបដការនៅទូទាំងពិភពលោកនិយាយរួមសំណួររបស់លោកជនច័ន្ទបុតហ្នឹងដូចទៅនឹងសំណួររបស់លោកធម្មរ៉ៃដែលមិនមែនត្រឹមតែយើងជាខ្មែរសួរទេសម្បីជនជាតិបរទេសគេឆ្ងល់ដែរហេតុតែប្រទេសដែលតូចក្រីក្រហេតុតែបានពួកកូនចៅអ្នកនយោបាយអិសរាជជននយោបាយចំពោះមានសម្បើមម្ល៉េះប្រូស៊ីស្អីវាកាត់ចេញអំពីអាសំណួរហ្នឹងដែលជិះទៅដល់ការសិក្សាស្រាវជ្រាវបែបស៊ើបអង្កេតបាទអរគុណលោកវិក្កាមទាំងពីរជាសង្ខេបឡើងវិញដើមចមនៃសង្គ្រាមរវាងខ្មែរថៃនេះគឺកើតចេញពីអ្នកនយោបាយជាពិសេសក្រុមគ្រួសារតកូលហ៊ុននឹងតែម្ដងយកសង្គ្រាមនេះធ្វើជាឧបករណ៍ដើម្បីបិទបាំងរឿងរ៉ាវមួយចំនួនដើម្បីបង្វែរស្ថានភាពមួយចំនួនហើយនឹងជាពិសេសគឺទំនាស់ផលប្រយោជន៍នៃការរកស៊ីចូលហ៊ុនជាមួយក្រុមចោរកម្មក្រុមអក្រិតជនអន្តរជាតិនឹងតែម្ដងខ្ញុំបាទសូមអរគុណលោកវិក្កាមទាំងពីរហើយសូមជម្រាបលាតែត្រឹមនេះថ្ងៃក្រោយយើងនឹងអាចជួបគ្នាទៀតអរគុណលោកមែនទែនដែលបានចូលរួមនេះគឺជាថ្ងៃទី2នៃការបង្កើតទូរទស្សន៍អាស៊ីសេរីឡើងវិញបាទសូមអរគុណលោកទាំងពីរហើយសូមជម្រាបលាតែត្រឹមនេះបាទសូមជម្រាបលាបាទលោកអ្នកនាងកញ្ញាជាទីមេត្រីនារីត្រីថ្ងៃស្អែកនេះអ្នកស្រីសុជីវីនឹងឡើងមកកាន់កម្មវិធីហើយខ្ញុំបាទពីអ្នកលោកសំពូលីនឹងឡើងមកពិភាក្សាគ្នាក្នុងនីតិ podcast របស់អាស៊ីសេរីកម្មវិធី podcast បាទសូមអញ្ជើញលោកអ្នកនាងរងចាំតាមដាននឹងចូលរួមហើយសូមអរគុណលោកអ្នកនាងកញ្ញាខ្លាំងមែនទែនគឺលោកអ្នកនាងកញ្ញានេះហើយដែលធ្វើឲ្យខ្ញុំបាទដែលទ្រាំនៅសុខសប្បាយមិនបានក្រោយពីការបិទអាស៊ីសេរីមកមានសេចក្តីសុខមួយរយៈដែរក៏ប៉ុន្តែគឺដោយសារតែលោកអ្នកនាងនឹងហើយដែលចង់បានសម្លេងពិតចង់បានឲ្យអាស៊ីសេរីឡើងវិញនឹងខ្ញុំក៏ចេញមុខមកដឹកនាំដើម្បីបង្កើតទូរទស្សន៍អាស៊ីសេរីនេះឡើងវិញហើយសូមអញ្ជើញលោកអ្នកនាងចូលគាំទ្រផងយើងចាប់ដើមកវេកឆ្នាំងពីដំបូងតែម្ដង page របស់យើងក៏ថ្មីYouTube channel របស់យើងក៏ថ្មីហើយងាយចាំទេសូមលោកអ្នកនាងជួយចុច follow នៅលើ Facebook គឺមានន័យថា facebook.com បន្ទាប់មកទៀតគឺមាន TFA ខ្មែរតែប៉ុណ្ណឹងនឹងគឺជា page ថ្មីរបស់យើងនៅលើ YouTube ក៏យ៉ាងដែរគឺ youtube.com/TFA ខ្មែរយើងចាប់ផ្ដើមកវេកឆ្នាំងយើងត្រូវការលោកអ្នកនាងក្នុងការចូលរួមfollow នៅលើ Facebook ហើយនឹងចូលរួមនៅលើ channel YouTube របស់យើងទន្ទឹមនឹងនេះដែរពួកយើងពេលនេះមិនមានការរៃអង្គាសណាមួយដើម្បីចូលមកជួយឧបត្ថម្ភដល់ទូរទស្សន៍អាស៊ីសេរីទេប្រសិនបើមានការរៃអង្គាសបែបណាគឺចេញពីជនបោកប្រាស់ហើយពួកយើងខ្ញុំទាំងអស់គ្នាគ្មាននរណាម្នាក់ទៅរៃអង្គាសសុំលុយលោកអ្នកនាងកញ្ញាដើម្បីមកបង្កើតទូរទស្សន៍អាស៊ីសេរីនេះទេការបង្កើតទូរទស្សន៍អាស៊ីសេរីនេះគឺចេញពីធនធានរបស់យើងផ្ទាល់ចេញពីឆន្ទៈរបស់យើងផ្ទាល់តែម្ដងនៅពេលណាដែលយើងត្រូវ
ត្រូវការលោកអ្នកនាងដើម្បីជួយឧបត្ថម្ភជួយវិភាគទានបែបណាយើងនឹងប្រកាសនៅលើការផ្សាយនេះជាផ្លូវការតែម្ដងមកដល់ពេលនេះបើសិនជាមានការរាយអង្គាសឯណាពីក្រោយឆាកឯណានឹងមិនមែនជាក្រុមរបស់យើងខ្ញុំទេបាទសូមបញ្ជាក់ត្រឹមនឹងដូច្នេះមកដល់ពេលនេះខ្ញុំបាទជួនច័ន្ទបុតព្រមទាំងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីសូមអរគុណលោកអ្នកនាងកញ្ញាហើយនឹងសូមជម្រាបលាតែត្រឹមនេះបាទរីករាយសួស្តី